គេឃើញខ្ញុំទៅកន្លែងណាគេគ្រាន់តែឃើញឈ្មោះលឺតែ pancake គឺគេខ្លាចហ្មងបើសិនជាឲ្យបងរីកមិនថាអូនតកែភេទទៅអីចេះបងរីកមិនឲ្យតកែភេទទេពេលដែលបងចង់បងឡើងចង់បន្តនោះគឺពេលដែលបងជាពាក់បំណុលគេច្រើនខ្លាំងមែនតើរហូតដល់$35,000ហើយបន្តមកទៀតនោះគឺយើងបាត់បង់អីឲ្យផ្ទះឡានអ្វីគ្រប់យ៉ាងគឺយើងលែងមានសូម្បីតែទូរស័ព្ទប្រើយើងអត់មានដែរហីខ្លាំងម៉េចខ្ញុំមិនដែរធ្វើឲ្យម៉ែខ្ញុំយំខ្ញុំមិនដែរឲ្យម៉ែខ្ញុំលឺសលេងចាំបំណុលជេរខ្ញុំមិនដែរធ្វើឲ្យម៉ែខ្ញុំហត់ផឹកខ្ញុំមានតែរលួយឲ្យម៉ែខ្ញុំអ្នកឯងនឹងស្អីគេមកជេរថាឲ្យម៉ែខ្ញុំមកពេលហ្នឹងគឺចំណុចមិនមែនសូននេះគឺវាក្រុមសូនទៀតអញ្ចឹងថ្ងៃហ្នឹងគឺបងសម្រាប់ចិត្តថាបងទៅលាម្ដាយបងដល់ពេលបងទៅញ៉ាំអីចឹងបងចូលបន្ទប់ទឹកដល់ពេលទៅបងតន់គេអ្នកតួគ្នាគេថាថ្ងៃក្រោយឈប់យកមីខេកហ្នឹងមកទៀតធ្វើខ្លួនមិនដឹងណាណីខ្ពើមណាអីចង់ណាការស្លៀកពាក់អញឃើញអាវតែមួយហ្នឹងពាក់មករហូតឲ្យឈរចិត្តឡើងឆ្ងៀមគាត់គឺជាមនុស្សម្នាក់ដែលតែងតែនាំយកភាពសប្បាយរីករាយសម្រាប់អ្នកទាំងអស់គ្នាមិនថានៅក្នុងកម្មវិធីកញ្ចក់ទូរទស្សន៍ឬក៏កន្លែងណាដែលមានវត្តមានគាត់តែងតែមានភាពសប្បាយរីករាយនៅទីនោះហើយគាត់ក៏ជាមនុស្សម្នាក់ដែលបានផ្លាស់ប្ដូរខ្លួនឯងពីមនុស្សដែលគាត់កើតមកគាត់មិនពេញចិត្តរូបរាងកាយក៏ដូចជាអ្វីដែលគាត់កើតមកជាមួយនឹងទៅជាមនុស្សម្នាក់ដែលគាត់ពេញចិត្តខ្លួនឯងហើយរស់នៅដោយភាពរីករាយដល់ថ្ងៃហ្នឹងជាពិសេសគាត់បានឆ្លងកាត់រឿងដ៏ធំមួយក្នុងជីវិតដែលរឿងនោះអ្នកទាំងគ្នាបានឃើញនៅក្នុង social media ច្រើនមែនតើហើយទាំងខ្ញុំផ្ទាល់ក៏នឹកស្មានថាគាត់ឆ្លងកាត់បានម្ដងថ្ងៃដែរខ្ញុំពិតជាចង់ឃើញក៏ដូចជាអ្នកទាំងអស់គ្នាខ្ញុំជឿថាក៏ចង់ឃើញចង់ដឹងចង់ឮពីគាត់ថាតើរឿងនោះវាពិបាកកម្រិតណាគាត់ឆ្លងកាត់វារបៀបម៉េចហើយគាត់ធ្វើវារបៀបណាបានឆ្លងកាត់បានម្ដងថ្ងៃនេះអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងទៅជួបជាមួយនឹងគាត់ទាំងអស់គ្នាសួរបងសួរអូនចាអូអរគុណច្រើនមែនតើបងដែលបងអញ្ជើញចូលរួមចាសុខទុក្ខមិនដែរបងឥឡូវសុខជាមួយទុកវាមកដំណើរគ្នាប៉ុន្តែអញនិយាយបានថាបងគឺជាមនុស្សម្នាក់ដែលអត់ចង់ឲ្យគេឃើញពីទុករបស់បងច្រើននេះឃើញបងទោះបីជាជំនាន់បងពិបាកខ្ញុំតាមដានបងក៏បងមិនសូវ show ច្រើនដែរចាតែថាតើតបងពិបាកខ្លាំងបង show បន្តិចហើយស្អែកឡើងឃើញ show អីសុបាយទៀតស្អែកឡើងអាចនឹងថា show បានរបស់ plate ទេក៏ស្អែកឡើងក៏លុបចោលវិញពួកភាគច្រើនយើងគឺជាមនុស្សម្នាក់ដែលជាមនុស្សផិនមហាជនដែលគាត់ចូលចិត្តឃើញយើងសើចយើងសុបាយយើងកំ pl មិនសិនជាយើងយករឿងការទុកទៅឲ្យគាត់ឃើញគាត់ច្បាស់ជាលែងគ្រប់គ្រងយើងហើយអញ្ចឹងបងអាច stop រឿងដែលពិបាករបស់បងរយៈពេល7 3ទៅ4ឆ្នាំទៅមកបងហ៊ានបើកបង្ហាញឲ្យគេដឹងបាទបងបាទចាហើយបើតាខ្ញុំស្គាល់បងយូរហើយបងតាំងពីខ្ញុំនៅក្មេងខ្ញុំឃើញបងតែផាច់ច្បល់ស្គាល់ខ្ញុំទេតែលឿននិយាយមិនបងអត់ចាំមែនតាបង surprise បងមានអារម្មណ៍ធ្លាប់ស្គាល់គ្នាហើយនិយាយមកត្រូវក្នុងផ្ទះកន្លែងដែលបងធ្លាប់ទៅចំណុចដែលតាក់ទាញហ្នឹងហ្មងខ្ញុំជួបបងហ្នឹងមិនបានតែនិយាយគ្នាអីគ្រាន់តែឃើញពីចងាយហ៎បងឃើញបងស៊ីងឃើញបងឃើញបងស្រីៗទៀតនិយាយទៅឃើញបងនៅបេនហ្មងមែនទេពេលហ្នឹងយូរហើយបងប្រហែលជា10ឆ្នាំមុនអី10ឆ្នាំមុនហ្នឹងហើយពួកអី10ឆ្នាំមុនបងធ្វើការនៅកន្លែង show មួយអញ្ចឹងបន្ទាប់ពីចេញពីកន្លែង show ហ្នឹងពួកយើងតែងតែជុំគ្នានៅវត្តបតុមអង្គុយលេងញ៉ាំអីញ៉ាំបញ្ជូរញ៉ាំអីជុំគ្នាអញ្ចឹងទៅហើយក៏ធ្លាប់ឃើញបងនៅកន្លែង show ហ្នឹងដែរទៅមើល show ដែរទៀតបាទអូឡយមែនមើលផ្ទាល់ខ្ញុំស្គាល់បងតាំងពីពេលហ្នឹងមកពេលហ្នឹងមិនអត់ហៅបងអញ្ចឹងអត់ហ៊ានទេបងខ្ញុំពេលហ្នឹងក្មេងហើយយើងអត់តន់មាន confidence ទៅនិយាយvớiមនុស្សច្រើនបងខ្ញុំខ្លាចញ៉ាំពេញមែនតើអូតែខ្ញុំនៅខេត្តដល់បងដល់ពេលឥឡូវឃើញរៀង confidence ច្រើនជាងមុនមែនទេឥឡូវរៀងចេះស្រឡាញ់ខ្លួនឯងយល់ពីជីវិតបានច្រើនជាងមុនយើងត្រូវយើងថាមុខមាត់មិនភេទអីឬក៏យើងមានក្រយើងស្មើគ្នាយើងអាចនិយាយគ្នាបានតាមសម្រួលទាំងអស់យេបង good ហើយខ្ញុំឃើញនិយាយទៅខ្ញុំ fan បងតាំងពីសំណោចយ៉ាក់ភ្លោះអីនិយាយទៅមើលបងយូរមែនតើដើមកំណត់ដែលក៏កើត fan ដំបូងគេមកអញនិយាយថាដំបូងបងជា dancer គេមួយ dancer ផាន់បងប្រុសបញ្ញសិទ្ធអញនិយាយបានថាដំបូងយើងអញនិយាយឈ្មោះគាត់ហ្មងពួកអីពួកបងរំឲ្យគាត់ជាមួយនឹងបងនិយាយរំជុំគ្នារំយូរមកក៏បងទៅធ្វើការមួយនៅក្នុងក្លឹបមួយបន្ទាប់ពីធ្វើការនៅក្លឹបមួយក៏បានទៅរំមួយបងរលីនតទៀតតគ្នាអញ្ចឹងណាគាត់ទៅជាអ្នករំមួយគ្នារបៀបថាយើងធាត់យើងអត់ស្អាតដូចគេប៉ុន្តែ signature យើងអាចធ្វើឲ្យអ្នកទាំងអស់គ្នាវ៉ាវនឹងតាក់ទាញគ្រាន់តែឃើញយើងអាចនឹងហូរបានបន្ទាប់ពីនឹងមកក៏បងមានជា team ក្រុមកំ pl របស់បងទៅបានចាប់ផ្ដើមរៀងល្បីមិនល្បីខ្លាំងណាស់ណាល្បីចាប់ផ្ដើមមាន fan គេស្គាល់ច្រើនមកទៀតហ្នឹងក៏រឿងសំណាក់យ៉ាក់ភ្លោះហ្នឹងនិយាយទៅគឺថាអរគុណតាមវាមាន step មកទៅបងមានថ្ងៃនេះបាទប៉ុន្តែពេលហ្នឹង view ច្រើនណាបងច្រើនអញនិយាយបានថាបើសិនជានិយាយទៅអ្នកដែលបង្កើតមាតិកាកំ pl ដំបូងគេអញនឹងនិយាយថាសម្រាប់យ៉ាក់ភ្លោះហ្នឹងហ្មងបងអញនិយាយបានថាអត់សូវមានមាតិកាកំ pl ច្រើនអាចនឹងមានក្រុមរៀមច្បងសិល្បករសិល្បករនេះដូចជាលោកពូកយលោកពូក្រឹមហើយបន្ទាប់មកបងប្រុសពាក់មីអីចឹងណាអ្នកកំ pl ជាច្រើនប្រហែលមានរបៀបថាបង្កើតជាមាតិកាកំ pl ផុសតាមទូទួលឬក៏ផុសតាមអីពេលហ្នឹងដូចជា social media របស់យើងអត់តន់ទលំទលាយដែរចាទៅជំនាន់ហ្នឹងមានតិចមែនតើដល់ពេលឃើញបងមាន view មានអ្នកគ្រប់គ្រងច្រើនស្បែកតែខ្ញុំក៏ជាអ្នកគ្រប់គ្រងតាមដានរហូតទឹកបងពេលខ្លះវាអូចង់ឲ្យចេញស្អែកទៀតហើយមែន
តាមប៉ុន្តែថតអត់ដឹងថាខ្លួនឯងមានដល់ភាគម៉ានទេប៉ុន្តែ fan គេដឹងហ្មងគេចាំដល់មកពេលណាចេញទៀតហើយគេញ៉ាំបាយនេះគេ story យើងមើលថាគេពេលដែលញ៉ាំបាយបើសិនជាអត់មើលរឿងហ្នឹងគឺអត់សុបាយអត់មានយើងនៅហ្នឹង ខ្ញុំឡើងចាំពេលខ្ញុំមើលបងហ្នឹងទូរស័ព្ទ iPhone 5បែកកញ្ចក់ទៀតតែមើលរហូតបងមើលលយជំនាន់នោះមាន iPhone 5 ប្រើឲ្យបត់បាច់គ្នាទេបង លាក់ឡើងកិននៅប្រើទៀតគេនៅប្រើបានហ៎ ស៊ូគេតស៊ូមែនទេ បងជាការតស៊ូហ៎អូខេបងអញ្ចឹងចូលមកប្រធានបទយើងហ្មងទៅចាដូចដែលបងធ្លាប់ឃើញឯកម្មវិធីយើងពេលច្រើនយើងចង់សួរនាំពីបញ្ហាជីវិតរបស់បងការឆ្លងកាត់នៅក្នុងចំណុចលំបាករបស់បងអញ្ចឹងណាបងអញ្ចឹងថ្ងៃនេះខ្ញុំពិតជាអរគុណដែលបងពេញចិត្តជាមួយនឹងការចែករំលែកទៅកាន់អ្នកទស្សនារបស់យើងដោយសារតែបងគឺជានិមិត្តរូបមួយសម្រាប់ពួកគាត់ខ្ញុំជឿថាសម្លេងពីបងគឺជាកម្លាំងចិត្តដូចជាមេរៀនមួយដ៏សំខាន់សម្រាប់ពួកគាត់មែនតើបាទបងអញ្ចឹងអីដែលខ្ញុំចង់ដឹងពីបងដំបូងគេហ្នឹងចង់ដឹងថាតើពេលវេលាណាដែលបងមានអារម្មណ៍ថាជួបរកចាក់ដល់0ហើយបងពិបាកខ្លាំងមែនតើបងចង់បោះបង់និយាយទៅបងលែងចង់បន្តទៀតហ្មងណាពេលដែលបងចង់បោះបង់បងលែងចង់បន្តហ្នឹងគឺពេលដែលបងជាពាក់បំណុលគេច្រើនខ្លាំងមែនតើរហូតដល់$35,000ហើយបន្ទាប់មកគឺបងមានជាមួយនឹងបញ្ហាគ្រួសារដែលយើងត្រូវលែងលះគ្នាហើយបន្ទាប់មកទៀតហ្នឹងគឺយើងបាត់បង់អីហើយផ្ទះឡានអ្វីគ្រប់យ៉ាងគឺយើងលែងមានសូម្បីតែទូរស័ព្ទប្រើយើងអត់មានដែរអញ្ចឹងបងមានអារម្មណ៍ថាបងអស់អីគ្រប់យ៉ាងហើយពេលហ្នឹងគឺចំណុចមិនមែន0នេះគឺវាក្រោម0ទៀតអញ្ចឹងថ្ងៃហ្នឹងគឺបងសម្រេចចិត្តថាបងទៅលាម្ដាយបងបានលាប៉ាព្រោះអីប៉ាបងសូវបាននិយាយជាមួយទេភាគច្រើនអារម្មណ៍មិនមែនថាអត់ស្រឡាញ់ប៉ាទេស្រឡាញ់ប៉ាប៉ុន្តែអ្វីដែលបងសំដៅទៅដល់ផ្ទះបងថ្ងៃដែលបងគិតថាបងជីវិតក្រោម0ហ្នឹងគឺបងទៅលាម៉ាក់បងហ្មងហើយបងគិតថាបងនឹងអត់អាចបន្តជីវិតទៅមុខទៀតបានទេព្រោះបងព្យាយាមសម្រាប់ខ្លួនវាអត់ក្រោមពី3ដងទេប៉ុន្តែរបៀបលក្ខណៈថាទេវតាគាត់នៅមើលឃើញយើងអាចថាយើងនឹងមានថ្ងៃនេះដល់ពេលអញ្ចឹងទៅយើងព្យាយាមសម្រាប់មិនមែនធម្មតាទេគឺសម្រាប់ឲ្យវាស្លាប់ទៅតែម្ដងប៉ុន្តែបងព្យាយាមប្រហែលនោះវានៅតែអត់បានសម្រេចនៅតែមានគេយកទៅពេទ្យនៅតែជួយសង្គ្រោះយើងបានហើយដល់ពេលអាពេទ្យជួយសង្គ្រោះបានហើយទៅជាពេទ្យមកតង់តទៀតវាកើនបំណុលមកបន្តទៀតក៏សម្រេចចិត្តថ្ងៃហ្នឹងអត់កើទេខ្ញុំត្រូវតែទៅលាម៉ាក់ខ្ញុំហើយខ្ញុំសម្រេចចិត្តថាខ្ញុំនឹងបញ្ចប់ជីវិតខ្លួនឯងដោយសារខ្ញុំវាក្រោម0នេះអញ្ចឹងធ្វើឲ្យលែងកើតទៀតហើយបន្ទាប់ពេលដែលខ្ញុំគិតថាខ្ញុំទៅលាម៉ាក់ហ្នឹងគឺខ្ញុំទទួលបានដូចខ្ញុំកើតថ្មីអញ្ចឹងខ្ញុំមានអារម្មណ៍ថាម៉ាក់គាត់ថាតាណាកូនគេជាពាក់គេមកកគោកហើយគ្រួសារបើសិនជានៅមិនចុះសម្រងគ្នាមានតែលែងលះគ្នានឹងឯងហើយខ្ញុំស្ដាប់ទៅម៉ាក់ខ្ញុំគិតថាពេលដែលខ្ញុំទៅដល់ផ្ទះខ្ញុំនិយាយរឿងអស់នឹងគាត់ឃើញតាមបណ្ដាញសង្គមsocial mediaបងប្អូនគាត់ឃើញច្បាស់ជាគាត់ស្អប់នឹងមិនពេញចិត្តខ្ញុំហ្មងអញ្ចឹងអ្វីដែលខ្ញុំទទួលបានពីគាត់ត្រឡប់មកវិញខ្ញុំថាដូចយល់សពដូចមានអារម្មណ៍ថាដូចជាមានកូនចិត្តមួយដ៏ធំពីម្ដាយដែលធ្វើឲ្យយើងអាចនឹងមានកំណើតម្ដងនេះដូចកើតម្ដងទៀតអញ្ចឹងខ្ញុំគិតថាម៉ាក់ខ្ញុំអត់ស្អប់ខ្ញុំផងអ្នកផ្សេងគេស្អប់គេខ្វើមគេមើងងាយគេរបៀបលក្ខណៈថាគេបូលីខ្ញុំគេអត់ពេញចិត្តខ្ញុំគេឃើញខ្ញុំខ្លាចគេឃើញខ្ញុំទៅកន្លែងណាគេគ្រាន់តែឃើញឈ្មោះឬតែ pancake គឺគេខ្លាចមកប៉ុន្តែមនុស្សស្រីម្នាក់ដែលមិនខ្លាចហើយនៅតែលើកស្ទួយខ្ញុំនៅតែឲ្យកម្លាំងចិត្តខ្ញុំគឺម្ដាយរបស់ខ្ញុំអញ្ចឹងខ្ញុំគិតថាខ្ញុំជាកូនអត់ល្អរយៈពេលមក20ឆ្នាំជាងហើយចូល30ឆ្នាំសឹងតែពាក់កណ្ដាលជីវិតហើយដែលខ្ញុំមិនដែរឲ្យម៉ាក់បានសុបាយអញ្ចឹងខ្ញុំនឹងគិតខ្ញុំថ្ងៃនេះខ្ញុំសន្យាមួយគាត់บอกខ្ញុំថាម៉ាក់មិនចាំណាថ្ងៃណាមួយកូននឹងរកលុយសងគេឲ្យអស់ហើយកូននឹងធ្វើឲ្យម៉ាក់មានក្តីសុខបំផុតកូននឹងយកអ្វីគ្រប់យ៉ាងរបស់កូនត្រឡប់មកវិញទោះវាយូរឬក៏យ៉ាងណាក៏ដោយខ្ញុំអត់គិតថារយៈពេលត្រឹមតែ1ឆ្នាំខ្ញុំអាចរួចបំណុលនឹងអស់ទេគឺវាច្រើនខ្លាំងមែនតើខ្ញុំគិតថាសឹងតែមកជីវិតរបស់ខ្ញុំដែលខ្ញុំធ្វើបានហ្មងខ្ញុំធ្វើបានហ្មងខ្ញុំគិតថាមួយជីវិតមិនដឹងខ្ញុំទៅរកអីសងគេបន្ទាប់ពីមានរឿងកាត់ឡើងមកគ្រូវាទៅជាលៀបវិញហ្នឹងហើយបងនិយាយទៅខ្ញុំនៅតែអរគុណបងនាងដល់ថ្ងៃថ្ងៃបងសម្រាប់កម្មវិធីយើងដែលគាត់ចូលរួមហើយនិយាយទៅបងនាងជួយពួកខ្ញុំហ្មងពេលហ្នឹងគាត់និយាយទៅថាពួកខ្ញុំចាប់ដើមបងតាមអញថ្មីថ្មោងគាត់ថាសួរអង្គការហៅគាត់ឡើងមកអេពីសូតថ្មីទៀតនិយាយទៅរបៀបថាខ្ញុំថានិយាយខ្ញុំវាបងតាមត្រង់បងនាងគាត់ជួយខ្ញុំហើយអញ្ចឹងលើក្រោយខ្ញុំចង់តបស្នងគាត់វិញហើយឥឡូវយើងគិតថាចាំមាន sponsor មានអីយើងរៀងវាអញ្ចឹងហ៎បងតែយើងចង់ជូនពរឲ្យកម្មវិធីចេញឲ្យ sponsor ចូលឲ្យច្រើនខ្ញុំនិយាយមែនកម្មវិធីគេគឺថាគឺតស៊ូណាអ្នកទាំងអស់គ្នាអញ្ចឹងបណ្ដា sponsor ចាប់ផលិតផលអីផ្សេងដាក់មកអត់ខុសឲ្យខ្ញុំនិយាយមែនអេពីសូតគេចេញមួយនឹងផ្ទុះឲ្យខ្ញុំជេរត្រង់អរគុណបងហើយនៅមួយខ្ញុំនិយាយទៅខ្ញុំចង់បង្ហាញប្រាប់ទៅមហាជនដែរបងថាបងឃើញនិយាយទៅខ្ញុំគិតថាខ្ញុំឧទាហរណ៍លើទៅការធ្វើខ្លួនចាស់ខ្ញុំដូរ style streetwear អីចាស់ cover ចាស់ខ្ញុំចង់ថាគាត់ថាមនុស្សយើងពេលខ្លះយើងបាក់មើលតែសម្បកក្រៅហើយគិតថាមនុស្សល្អឬក៏ខុសហ្នឹងជា message ដែលខ្ញុំចង់ផ្ញើទៅគាត់ដែរបងខ្ញុំចង់ឲ្យគាត់មើលឃើញថាមនុស្សខ្លះល្អមែនតើរៀនបណ្ឌិតសាស្ត្រាចារ្យប៉ុន្តែធ្វើរឿងដែលយើងមិនគួរឲ្យចង់ដឹងអីអញ្ចឹងហ៎បងតែមនុស្សខ្លះយើងមើលមកគាត់ដូចអត់ល្អទេមើលមកដូចបងដូចជំនាន់បងកាមុនដែលគេរត់ចោលបងមើលមករបៀបពាក់អំណរគឺចឹងអត់ចង់រកអត់ចង់អីចឹងណាប៉ុន្តែមែនតើគាត់គ្រាន់តែពាក់គេតែគាត់មានតែស៊ីសាច់យើងណាមានចាប់បានទៅលួចឆក់ប្លន់ណាគេណាទៅគាត់ចាប់យើងភ្លាមបើកបោបលុយណាវាចឹងបង
ចឹងខ្ញុំបាទខ្ញុំព្យាយាមផ្ញើសារនឹងទៅកាន់គាត់ហើយភ្ញៀវកិត្តិយសដែលហៅមកមានដូចបង្រៀនគាត់កែភេទមានទាំងមនុស្សប្រុសមានទាំងមនុស្សស្រីមានទាំងតួធ្លុកមានទាំងអីទៅគ្រប់ទាំងអស់ហើយខ្ញុំចង់ប្រាប់ថាមនុស្សយើងអត់មានអីក្រៅពីភាពជាមនុស្សទេមិនថាយើងមានក្រតូចទាបខ្មៅសភេទអីក៏ដោយយើងជាមនុស្សដូចគ្នាជាមនុស្សដូចគ្នាសិតស្មើគ្នាទៀតហើយយើងកុំចាច់ថាអូមនុស្សប្រុសអាក្រក់មនុស្សស្រីអាក្រក់ភេទទី3អាក្រក់អ្នកនៅខេត្តអាក្រក់អ្នកសាក់ដៃសាក់ជើងអាក្រក់ចោះកបាល់អាក្រក់មនុស្សអាក្រក់បើគាត់ធ្វើអាក្រក់មនុស្សណាអាក្រក់ខ្ញុំជឿអញ្ចឹងហ្នឹងហើយមានន័យថាអ្នកឯងចង់បណ្ឌិតសាស្ត្រាចារ្យក៏ដោយតែអ្នកឯងមើលងាយគេអ្នកឯងមនុស្សអាក្រក់ហ្មងដោយសារអ្នកឯងមើលងាយគេចង់អត់ខ្វល់ថាសញ្ញាបត្រអ្នកឯងមកពីណាខ្ញុំជឿអញ្ចឹងហ្មងស្វ័យខ្ញុំព្យាយាមនិយាយទៅខ្ញុំព្យាយាមផ្ញើសារទៅកាន់ទស្សនិកជនបងឲ្យអរគុណសម្រាប់ការ shout out បងសង្ឃឹមថាពួកយើងនឹងទទួលបាន sponsor សម្រាប់ផលិតតទៀតព្រោះពួកខ្ញុំផលិតកម្មវិធីនេះឡើងគឺយើងគ្រាន់តែចង់បន្តផលិតរហូតដល់រាប់រយ episode ដើម្បីជាឯកសារសម្រាប់អាចថាយុវជនជំនាន់ក្រោយតែតើជាមួយនឹងបំណងខ្ញុំជឿថាបងបានចែកម្លែកច្រើនហើយអ្នកដែលកំពុងតែចាប់ពាក់បំណងគេក៏គាត់មានកម្លាំងចិត្តជាមួយណាស់ទៅស្ដាប់បងហើយកុំអង្គុយមកកន្លែងមកអង្គុយមកកន្លែងមានលុយសងគេទេតើតាងើបហ្នឹងដេកយំក៏អត់បានទេណាកុំដេកយំត្រូវតាងើបរកវិធីសាស្ត្រមិនអីមិនត្រូវតាទោះយកបានសងគេយើងងើបរកបានតែ 120,000 ក៏យើងបានចែកកាពះយើងថ្ងៃហ្នឹងដែរអញ្ចឹងត្រូវតាងើបអត់កើតទេបងថ្ងៃនេះខ្ញុំភាសាបងនៅមុខមកខ្ញុំជឿថាបងគឺជាមនុស្សដែលឆ្លាតមែនតើណាបងអញនិយាយបានថាបងគឺជាមនុស្សម្នាក់ដែលគេគិតថាត្រូវធំមិនបើតែស្ដាប់បងរបៀបអត់ទេត្រូវហត់នេះអត់ទេមិនអញ្ចឹងទេបងគឺជាមនុស្សម្នាក់ដែលអញនិយាយបានថាបើសិនជាបងលេងកំ pl ែងទៅដូចជាឧទាហរណ៍ថាលេងតែកំ pl ែងសល់ពេលច្រើនណាស់វៃបង្កើតក្រុមរំក្រុមចម្រៀងមួយសិនទោះយើងច្រៀងមិនព្រោះតែយើងបានការធ្វើខ្លួនចេញទៅនឹងគេជួលយើងហើយដាក់ក្រុមចម្រៀងមកបងជោគជ័យភាពភាគច្រើនបងជើងអត់ព្រោះទេប៉ុន្តែសម្លៀកបំពាក់បងចេញទៅពួកឯងឃើញស្រាប់ដូច show អញ្ចឹងបង5នាក់ dancer បង4ទៀតមើលមកវ៉ាវលយមែនបាត់គេអត់លយតែក្រមក្បាច់ក្រមមកគេអីចឹងណានេះប្លែកមិនមានធំទៅគេរំតំណងអីចឹងយើងមានអញ្ចឹងគិតសាប់ថាហីឯងអត់បដ ாய் អញ្ចឹងបាននេះស្បែកខ្មៅអាក្រក់អត់ស្អាតអីយើងត្រូវតែខែខៃខ្លួនឯងតិចមើលហ៎តែពេលយើងសយើងរៀងនេះទួមៀតយើងធំទួមមិនក៏ដោយក៏យើងអូខេខ្ញុំឡងដល់ផលិតផលសម្បត្តិទងន់មួយទេតែផលិតផលស្រុកខ្មែរផ្សេងទៀតខ្ញុំអត់ឡងទេខ្ញុំហ៊ាននិយាយថាលុបមុខចោលមួយដងវិញខ្ញុំក៏សាច់មុខខ្ញុំស្អាតដែរបងមើលចិត្តដឹងឃើញបងយើងនិយាយចឹងហ្មងចឹងនិយាយចឹងខ្ញុំអត់មកកន្លែងតាមពីប្រដាផលិតផលផ្សេងប្រម៉ូទតាមផាប់កន្លែងញ៉ាំអីឥឡូវនេះរហបានអ៊ុយថតញ៉ាំអីលេងអី review តែញ៉ាំអីតិចទៅមានហាងផ្សេងគេហៅយើងកុំធ្វើឲ្យខ្លួនយើងងាប់កន្លែងទៅមកកន្លែងយើងនិយាយឡើងថាតែយើងធ្វើអីមួយវីដេអូមួយតែយើងពាក្យថាកុំខ្ជិលតែមួយម៉ាត់ណាអត់ខ្វះអីដែលហត់មកហៅយើងទេកុំខ្ជិលសម្រាប់ខ្ញុំមកបងជានិមិត្តរូបមួយតំណាងឲ្យអ្នកដែលគាត់កែភេទហើយជួយចាក់លើខ្លួនឯងហើយមួយទៀតដែលខ្ញុំអរគុណបងជំនួសពួកគាត់បងជានិមិត្តរូបសម្រាប់អ្នកដែលគាត់មានអារម្មណ៍ថាខ្លួនឯងស្អាតដោយសារតែខ្លួនឯងកើតមកថត់កើតមកលើគីឡូមកទោះ sorry បងពីមុនបងគិតចឹងដែរតាយេបងហើយនិយាយបងឡើង principle នៅពេលដែលបងបង្ហាញប្រាប់គាត់អញ្ចឹងដោយសារខ្ញុំឃើញ confident អ្នកគ្នាខ្ញុំអង្គុយចិត្តគាត់នេះអាចថាខ្ញុំចំហាយអាភាពជឿជាក់របស់គាត់ហ្នឹងហ្មងអញ្ចឹងអ្នកគ្នាមើលហើយច្បាស់ហ្មងថាតើយើងគួរមាន confidence លើខ្លួនឯងឬគួរឲ្យគេមកចាច់រូបរាងយើងតទៀតអញ្ចឹងតាមក៏ប៉ុន្តែបងធ្លាប់គិតថាចេះយើងអត់ស្អាតទេយើងធាត់ទេយើងខ្មៅកាត់ដំបងបងប្រុសហ៎បើអត់តន់ទៅជាអញនិយាយបានថាបើគេនិយាយឲ្យនេះទៅគេហៅ69ហីវាលក្ខណៈថាអញ្ចឹងណាអត់អីណានិយាយចឹងបានដែរហ្នឹងហើយគេហៅរបៀបលក្ខណៈថាយើងអត់តន់ទៅជាស្រីពេញលេញគ្រាន់តែយើងដឹងថាយើងជាភេទទី3អញ្ចឹងតែដល់ពេលបងធ្វើអញ្ចឹងបងមានអារម្មណ៍ថាអត់មានតែគេចូលចិត្តបងច្រើនមានតែគេចង់នៅក្បែរបងអញ្ចឹងមានអារម្មណ៍ថាគេដូចខ្ពើមអញមិនចឹងទេនេះទៅណាទៅណីឲ្យបងចូលបន្ទប់ទឹកក៏បងតន់គេនិយាយពេលហ្នឹងណាបងទៅញ៉ាំអីជាមួយពេលហ្នឹងបងស្គាល់តួខ្លះតែបងត្រឹមតែអ្នក costume យូរអីវ៉ាន់យូរអីគេដល់ពេលបងទៅញ៉ាំអីចឹងបងចូលបន្ទប់ទឹកដល់ពេលទៅបងតន់គេអ្នកតួគ្នាគេថាថ្ងៃក្រោយឈប់យកមីខេកហ្នឹងមកទៀតធ្វើខ្លួនមិនដឹងណាណីខ្ពើមណាអីចង់ហ្នឹងការស្លៀកពាក់អញឃើញអាវតែមួយហ្នឹងពាក់មករហូតឲ្យឈរចិត្តឡើងឆ្ងៀមបងបងគិតថា10ឆ្នាំមុនបងគិតថាអញ្ចេះហេតុអីស្រុកខ្មែរយើងហេតុអីក៏របៀបលក្ខណៈថាប្រទេសយើងមិនក៏អត់មានរបៀបលក្ខណៈថានេះកៅអៅអ្នកធាត់បិជើងអ្នកធាត់អីអ្នកធាត់អញ្ចឹងខ្ញុំទៅរកនៅណាគេពុំមើលងាយខ្ញុំនេះបងគិតថាអញ្ចឹងពេលនោះបងគិតថាអញ្ចឹងបងគិតថាមិនក៏អញ្ចឹងមិនក៏ពួកអ្នកធាត់អីក៏ត្រូវគេបូលីអត់ស្អាតត្រូវគេមើលងាយតាំងពីសម្លៀកបំពាក់រូបរាងពណ៌សម្បុរអីចុះបងចង់និយាយថាបើសិនជាថ្ងៃណាខ្ញុំមានខ្ញុំនឹងបើកហាងលក់សម្លៀកបំពាក់បិជើងមនុស្សធាត់មួយនៅក្នុងស្រុកខ្មែរហ្មងនិយាយអញ្ចឹងហ្មងដល់ទៅពេលបែកប្រហែលជាប្រហែលមករយៈចាប់ដើមមានគេនាំចូលកៅអៅនាំអីមកស្រុកយើងហ៎យេបងអញមើលទៅអត់កើតទេបើសិនជានៅបន្តធ្វើផុសទៀតគឺអត់កើតទេទៅណាក៏គេអត់ស្រឡាញ់គេអត់ចូលចិត្តវាចេញមកវាលក្ខណៈដូចផុសអីចឹងណាក៏បែកកណ្ដិតខ្លួនឯងតែងស្អីសិន
នេះចឹង បាទ ណា បង គាត់ទៅចាប់ដើមយើងតែងស្រីទៅអញនិយាយបានថាពេលដែលយើងតែងស្រីតែច្រឹកយើងច្បាស់ជាបដូរពីប្រុសច្រើនហើយត្រូវអត់យើងនិយាយថាយើងរៀងញែកញក់យើងរៀងទន់ជ្រាយយើងរៀងធ្វើឲ្យគេកំបិចកំបើមគេស្រឡាញ់គេចូលចិត្តហ្នឹងក៏មានអារម្មណ៍ថាអូគេចូលចិត្តយើងច្រើនប៉ុន្តែមិនមែនចង់ឲ្យបងដែលគាត់មានមាឌដូចបងដែលគាត់ជាប្រុសហ្នឹងឲ្យគាត់មិនតែងស្រីដូចបងអត់ទេណាព្រោះ10ឆ្នាំមុនហ្នឹងឥឡូវគឺខុសគ្នាឥឡូវគឺគេទទួលស្គាល់គឺគេឲ្យតម្លៃគឺគេរបៀបថាលើកទឹកចិត្តច្រើនបងឃើញថាមានការរើអើងទៀតទេឥឡូវព្រោះស្រុកទេសយើងកំពុងតែចម្រើនហើយអញ្ចឹងមិនមែនឲ្យអ្នកទាំងអស់គ្នាមកតែងស្រីដូចខ្ញុំនិយាយពីខ្ញុំពីមុនដល់អញ្ចឹងទៅក៏ខ្ញុំគិតមានអារម្មណ៍ថាខ្ញុំខែខ្លួនឯងត្រឡប់មកក៏បានដល់ថ្ងៃនេះ បាទបងតែប៉ុន្តែឥឡូវខ្ញុំធ្លាប់ខ្ញុំភាគនេះខ្ញុំប្រើលេងយូរហើយបងនិយាយលេងមិត្តភក្តិខ្ញុំអញ្ចឹងឥឡូវគេនៅរើសអើងប៉ុន្តែគេរើសអើងអ្នករើសអើងគេរបៀបពេលដែលយើងជាមនុស្សដែលរើសអើងគេហ្នឹងគេអត់ចូលចិត្តយើងហ្មងបើយើងរបៀបសម័យហ្នឹងឯងនៅរើសអើងគេទៀតហ្នឹងអញ្ចឹងបងអញ្ចឹងអ្នកនរគ្នាដែលរើសអើងគេឈប់រើសអើងគេប្រយ័ត្នគេរើសអើងវិញ មានអ្នកខ្លះគេអូយបើអ្នកស្រឡាញ់បងវិញប្រៀបធៀបបងទៅជាមួយនាងនាងនេះនាងហើយមានមួយទៀតលីតាគេស្រីស្អាតគេប្រៀបធៀបថាអូស្អីទៅដូចខ្លួនឯងនាងទៅដូចខ្លួនឯងលីតាខ្ញុំតែគិតថាខ្ញុំអីណាអីទៅដូចខ្លួនឯងស្អាតមែនអីចឹងខ្ញុំគិតថាតែនាងផ្សេងលីតាផ្សេង pancake ផ្សេងមានចំណុចស្អាតក្នុងខ្លួនបើសិនជាគេរកតែនាងរកតែលីតាអញ្ចឹងមកស្រុកខ្មែរស្រឡាញ់តែនាងហើយលីតាបានហើយមិនចាំបាច់មករកខ្ញុំទេខ្ញុំនិយាយអញ្ចឹងណាដល់ពេលខ្ញុំថាយើងមាន signature ការស្អាតរបស់យើងរៀងខ្លួនដោយកាលមុនអញ្ចឹងអូយអញថតថាអញចេញទៅក្រៅមិនទៅអញមិនហ៊ានពាក់អាវចងពងដូចគេអញមិនហ៊ានអីអញថតខ្លាចគេឃើញធំចងពងក៏ថតដៃវែងក៏ថតដែរអញ្ចឹងអ្វីដែលចង់ស្លៀកទៅសពុតខ្លីក៏ឃើញជើងធំសពុតវែងក៏ឃើញជើងធំដែរអ្វីដែលជាយើងកុំបោះបង់ចោលខ្លួនយើងអូខេស្រឡាញ់ខ្លួនឯងឲ្យច្រើនអ្វីនឹងកាត់ឡើងមកដោយខ្លួនឯងកុំយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃគេស្អាតបែបគេយើងស្អាតបែបយើងពេលខ្លះខ្ញុំគិតថាអញ្ចឹងអត់ហ៊ានទៅឈរចិត្តគេស្អាតណាអូនាងស្អាតមិនឡងទូចឡងសលូនឡងសខ្ចីអូគេស្អាតណាពេលណាមកគេហ៊ានឈរចិត្តគេឈរអន់មុខចេះទៅពេលគិតសាប់ទៅហេគេស្អាតបែបគេអញទេតាមានអីបើគេដែរលឿនអញ្ចឹងណាអញ្ចឹងមិនថាកុំបាក់ទឹកចិត្តកុំតម្លាក់ខ្លួនឯងចោលកុំយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃយើងមានចំណុចស្អាតរបស់យើងខ្ញុំមិនជឿថា100អ្នក10000អ្នកមិនស្រឡាញ់យើងម្នាក់ឯងខ្ញុំជឿអញ្ចឹងហើយកុំចូលចិត្តថាអូយមកឆាក់ជីវិតទីអត់ប្តីទៅទីអត់មានអ្នកស្រឡាញ់ទេមិនតាន់ដល់គូតែដល់គូមានអ្នកស្រឡាញ់ដូចគ្នាហ្នឹងដល់គូហើយដូចតែខ្ញុំចឹងមិនតាន់ដល់គូតែខ្ញុំដល់គូខ្ញុំបង្ហាញឲ្យឃើញហើយតែខ្ញុំដល់គូហើយបងអូខេអូអ្នកនរគ្នានេះជាសារដែលមានអត្ថន័យមែនតើពីបងផ្ទាល់ហ្មងដូចយើងជួយបងមុនហ្នឹងខ្ញុំអរគុណបងជំនួសពួកគាត់ដោយសារតែសង្គមយើងតើមានអ្នកជួយកាច់អានឹងចោលបងបានមានអ្នកបានក្មេងចំណងក្រោយគាត់រស់នៅរៀងស្រួលជាងយើងបងដូចបងដឹងហើយជំនាន់មុនអូពិបាកណាស់ពិបាកអូចេះមកសុខអូយអាខ្ទើយអានេះអូយហែងប៉ុណ្ណាណៃងាប់ហើយឡើងក៏ធាត់តាមមកធ្វើខ្ទើយចេះខ្មាស់គេហើយចំណុចមានឡានអាជីម៉ូតូច្រកគៀវប៉ុណ្ណាណៃឥឡូវទោះមិនជីម៉ូតូយប់ឡើងធម្មតាគាត់គេឃើញអៃដលអញនិយាយមកថាពួកគាត់បែរទៅជាស្រឡាញ់ចូលចិត្តយើងច្រើនហើយខ្ញុំជឿថាសង្គមឥឡូវគឺគាត់លុបបំបត្តិជាមួយនឹងការរើអើងបានច្រើននៅតែមួយចំនួនទូចដែលគាត់របៀបលក្ខណៈថាគាត់នៅរើអើងគាត់នៅរបៀបអញនិយាយថាតាក់ទាញ attention តាក់ទាញចំណាប់អារម្មណ៍ឲ្យគេមើលមកថាអញអញលយទៅរើអើងគេទាំងខ្លួនឯងនឹងមិនស្មើនឹងគេផងរើអើងគេរបៀបអញ្ចឹងណាពេលខ្លះយើងមិនចង់មើលងាយបុគ្គលម្នាក់ហ្នឹងទេប៉ុន្តែគាត់មកមើលងាយយើងអញ្ចឹងយើងត្រូវតែដាក់ទៅគាត់វិញទៅទៅយើងត្រូវតែការពារខ្លួនឯងមិនមកកាំងណាដូចខ្ញុំ mention មុនហ្នឹងអញ្ចឹងបងគេរើអើងតែគេរើអើងអ្នកដែលរើអើងគេព្រោះគេលេងរើអើងហើយសម័យនេះតែបើយើងរើអើងគេចឹងអ្នកដែលគេបើកចិត្តទលាយហ្នឹងគេរើអើងយើងវិញគេចង់រាប់មនុស្សចឹងបើខ្ញុំដឹងថាណាគេរើអើងភេទទី3រើអើងបងកែភេទរើអើងប្រុសស្រីខ្លាញ់ស្រីឬក៏រើអើងមនុស្សខ្មៅសអ្នកសែអីចឹងគឺខ្ញុំឈប់គ្រប់គាត់ខ្ញុំក៏ឈប់រាប់អានគាត់ដែរខ្ញុំគិតថាសម័យនេះហីមនុស្សស្មើគ្នាតាស្មើគ្នាពេលខ្លះគេភេទទី3គេមុខមាត់មិនគេរូបរាងមិនជួនកាលពេលខ្លះគេអាចនឹងធ្វើអីបានច្រើនជាងយើងមនុស្សប្រុសស្រីចំផងអញនិយាយអញ្ចឹងពេលខ្លះកុំយករបៀបលក្ខណៈថាសម្ដីឬក៏រូបរាងខាងក្រៅដូចអូននិយាយអញ្ចឹងឃើញតែសបកក្រៅថាគាត់តែឃើញសបកក្រៅគេប៉ុណ្ណឹងណាម៉ៃគេដល់ដល់បាត់ហើយមិនទាន់ដឹងថាគេជាមនុស្សបែបណាផងហ្នឹងអញ្ចឹងមិនថារៀនស្វែងយល់ពីបុគ្គលម្នាក់ហ្នឹងសិនមិនទាន់ឃើញគេសាក់ដៃឡើងពេញនោះអានេះចោលហើយនេះហ្នឹងហើយគាត់អានេះជក់ថ្នាំហើយនេះអញ្ចឹងណាយល់អត់កុំទាន់ម៉ៃគេពេលខ្លះវាជាការស្រឡាញ់មកមនុស្សរៀងខ្លួនពេលខ្លះគេចង់ផ្លាស់ប្ដូរការធ្វើខ្លួនរបស់គេមែនអត់ដូចយើងអញ្ចឹងបើយើងពេញចិត្តខ្លួនឯងគាត់ពេលខ្លះយើងក៏មិនទាន់ពេញចិត្តខ្លួនឯងទាំងអស់ផងមែនអត់អញ្ចឹងការខែខៃរបស់គេគឺដើម្បីខ្លួនឯងគេស្អាតអីចឹងទៅមិនចាំបាច់ទៅបូលីគេបាទបងអូខេបងអញ្ចឹងបងបានចែកម្លែកច្រើនមែនតើទៅបំណល់ការរើអើងផ្សេងៗប៉ុន្តែខ្ញុំនៅចង់ដឹងពីការបងពីក្មេងណាបងដែលមានអារម្មណ៍ថាខ្ញុំដឹងថាបងមានអារម្មណ៍ហ្នឹងប៉ុន្តែអត់ដឹងថាវាជ្រៅកម្រិតណាដែលបងកើតមកហើយមានអារម្មណ៍ថាខ្លួនឯងមិនមែនជាអ្វីដែលខ្លួនឯងចង់បានណាបងរបៀបអញ្ចឹងហើយពេលហ្នឹងបងមានអារម្មណ៍យ៉ាងម៉េចមិនវិញអារបៀបលក្ខណៈថាយើងថាបងកើតមកបងនិយាយថាបង
ចង់តែងស្រីអីចឹងប៉ុន្តែយើងកាត់មកជាមនុស្សផងយើងចង់មានរៀងសឡូប៉ុន្តែយើងកាត់មករៀងមានសាច់អីចឹងបងមានសាច់តាំងពីដើមចឹងទៀតហ្នឹងពេលដែលកើតមកព្រាមហ្នឹងគឺបងចាប់ផ្ដើមដឹងថាបងជាភេទទី3ហ្នឹងវាអាយុ5 6ឆ្នាំបងដឹងបាត់ឯហ្នឹងបាទបងដឹងថាបងជាភេទទី3ហើយម៉ាក់គាត់ស្រឡាញ់កូនស្រីទៀតបើកូនប្រុសទាំង3ឯហ្នឹងយើងគាត់ចាប់ផ្ដើមទិញកៅអៅទិញអីស្រីៗឲ្យយើងវាមិនដោយផលគ្រួសារគាត់ស្រឡាញ់ដែរគាត់ចូលចិត្តដែរចឹងណាដល់ទៅពេលចាប់ផ្ដើមគាត់ថាប្រហែលជាពីទូវាចូលចិត្តស្លៀកចឹងណាដល់ទៅពេលចាប់ផ្ដើមបងចាប់ផ្ដើមអាយុ15 16គាត់ចាប់ផ្ដើមដឹងយើងភេទទី3អីចឹងគាត់របៀបថាគាត់មិនមែនស្អប់ធ្វើកូនទេតែគាត់គ្រាន់តែថាបើសិនជានៅកាយវាបានកែវាទៀតណាដល់ពេលកែទៅកែចុះកែឡើងនៅតែយើងមានអារម្មណ៍ថាយើងក៏ហក់ខ្លួនឯងពេកទេបាទបងដឹងតែពេលហ្នឹងបងដឹងថាផុសស្រឡាញ់ផុសហ្នឹងមិនស្អីស្រឡាញ់ស្អីហ្នឹងមិនជិះបងដឹងថារៀងតែញែកញក់រៀងតែទុនជ្រីហ្នឹងតែខ្ទើយហីនិយាយឲ្យគាត់ស្ដាប់ចឹងមកនឹងតែគេហៅថាខ្ទើយព្រោះពីទូចវាមិនដែរណាភេទទី3អត់មានចឹងទេមានហេខ្ទើយមានតែចឹងដល់ពេលទៅបងដឹងតែដោះបាច់មកបងដឹងតែបងខ្ទើយបាត់ហ្នឹងអញ្ចឹងទៅក៏បងមានអារម្មណ៍ថាយើងញែកញក់យើងធ្វើខ្លួនធ្វើអីម៉ាក់គាត់ដឹងប៉ុន្តែយើងហ៊ានដើរចុះចំណោមបងប្អូនអីទេអញ្ចឹងយើងមានអារម្មណ៍ថាអូខ្ញុំកាត់មកខ្ញុំប្លែកគេបាត់ហ្នឹងខ្ញុំមានអារម្មណ៍ថាអីពិភពលោកយើងបង្កើតមកមានស្រីមានផុសមានខ្ទើយមិនចឹងមិនបានម្នាក់ដឹងពីមុនចាប់ទុកខ្លួនឯងដូចភពផ្កាយដូចអេលៀនចឹងដូចខុសគេឯងអ្នកដូចគេចឹងហើយអង្គុយគិតអូយពេលណាអញដូចស្រីមែនតែនទៅពេលណាអញចេះទៅក៏ចាប់ផ្ដើមរៀនដល់ទី12រៀនឡើងចូលស្ពះសម័យជប់រៀនហ្មងម៉ែអើយខ្ញុំសុំឯងជប់រៀនណាម៉ែខ្ញុំសុំដេញចាប់ក្តីសម័យខ្លួនឯងហ្មងសុំចេញពីផ្ទះហ្មងព្រោះពេលហ្នឹងមុននឹងបងទៅដល់ទី12ហ្នឹងកន្លងបងរៀនកន្លងឆ្នាំបងរៀនថ្នាក់ទី9ទី10ទីអីហ្នឹងមកចាប់ផ្ដើមធ្វើបាបគ្រួសារច្រើនខ្លាំងមែនតើបងគឺជាក្មេងម្នាក់ដែលអាហារនិយាយបានថាបាតផ្សារខូចហ៎បងខូចគ្រួសារអត់ទទួលស្គាល់និយាយអីក៏គាត់មិនជឿធ្វើអីក៏គាត់មិនខ្វល់ដល់ថ្នាក់ដល់សុំគាត់ចេញគាត់អត់ខ្វល់ទេគាត់ឲ្យទៅហ្មងតែគាត់សួរគាត់ច្បាស់ដល់ចេញទៅធ្វើអីគេចេញមកក្រៅនឹងឲ្យធ្វើបាបគ្រួសារមកតង់ទៀតឲ្យគ្រួសារមានរឿងមានរាវអញ្ចឹងទៀតណាទំមតាខែខ្លួនឯងសម្រេចចិត្តថាអូល្មមហីនៅដល់អង្គការទៀតគាត់ចាប់ផ្ដើមខ្លួនឯងចេះគិតរឿងថាអូត្រូវធ្វើម៉េចរៀបចំ plan ជីវិតខ្លួនឯងថាត្រូវធ្វើម៉េចក៏សម្រេចចិត្តថាយើងតែងស្រីបានមកដល់ឥឡូវអញ្ចឹងទៅយើងសំលុយសំកាក់បានទៅតែលុយទៅធ្វើដើមទ្រូងកែភេទកែអីហ្នឹងក៏ទៅសុំម៉ាក់ទៀតម៉ាក់ជួយម៉ាក់អីអញ្ចឹងមានន័យថាម៉ាក់ខ្ញុំទោះមិនក៏ដោយក៏គាត់មិនដែរចោលខ្ញុំទេគាត់នៅតែស្រឡាញ់ខ្ញុំគាត់អាចផ្លាស់ប្ដូរកូនគាត់បានអញ្ចឹងយើងធ្វើអីដើម្បីគាត់ចឹងបងធ្វើបាបគ្រួសារច្រើនមែនតើអូនបងធ្វើបាបដល់ពេលបងឧទាហរណ៍ថាដូចពេលមុនដែលបងមានរឿងបំណុលហ្នឹងអញ្ចឹងក៏គ្រួសារបងជួយច្រើនដែរមិនអត់ជួយណាបងមានរឿងធ្វើបាបគាត់រហូតដែលបងនិយាយអីទៅឡើងគាត់លែងជឿបងប្អូនក៏គាត់សំបីតាដូចបងអូនឯងនិយាយមុនហ្នឹងចឹងថាអ្នកនៅចិត្តខ្លួនយើងគឺខ្លាចយើងទាំងអស់ហ្មងគាត់ទៅឃើញឈ្មោះថា pancake គឺខ្លាចហ្មងប៉ុន្តែឥឡូវបងទៅជាគ្រាប់ពេជ្រប្រចាំគ្រួសារបងទៅជាទៅណាគឺបាត់អត់បានណាបងគឺជាកូនពេជ្រកូនឯងនៅណាមកញ៉ាំបាយអត់កូនពៅនិយាយអីពួកអីបងជួយគ្រួសារបានច្រើនបងជួយម៉ាក់បានច្រើនបងជួយម៉ាក់ទៅមើលជំងឺដល់ស្រុកក្រៅបងតបស្នងនៅអ្វីដែលបងធ្វើអ្វីដែលគាត់ចង់ពាក់មាសម៉ាក់ចង់ពាក់មែនតែឲ្យម៉ាក់ពាក់ទោះខ្លួនឯងពិបាកគាត់ប្រាប់ម៉ាក់ថាពិបាកដែរខ្ញុំស្រួលខ្ញុំមិនដែរយករឿងពិបាករបស់ខ្ញុំទៅប្រាប់ម៉ាក់ខ្ញុំឲ្យគាត់វេទនាចិត្តទៀតទេពួកអីគាត់វេទនាជាមួយខ្ញុំសឹងពាក់កណ្ដាលជីវិតអីហ្នឹងអញ្ចឹងខ្ញុំសល់ពាក់កណ្ដាលជីវិតទៀតខ្ញុំធ្វើឲ្យគាត់មានស្នាមញញឹមសម្រាប់ខ្ញុំអ្វីដែលខ្ញុំធ្វើបានខ្ញុំធ្វើចង់ដឹងឥឡូវពេលបងឆ្លុះកញ្ចក់ពេលយប់ឡើងបងមានអារម្មណ៍ម៉េចចំពោះខ្លួនឯងពេលឃើញរូបឯងក្នុងកញ្ចក់ពេលដែលឆ្លុះកញ្ចក់ខ្លួនឯងមែនឆ្លុះកញ្ចក់មើលខ្លួនឯងមានអារម្មណ៍ថាអត់អីវាមានអារម្មណ៍ថាវាមានអ្វីគ្រប់យ៉ាងឯងវាអ្វីដែលបងស្រឡាញ់គឺបងទទួលបានច្រើនពីមុនអ្វីដែលបងអត់មានគឺបងបានមកវិញអស់ហើយអញ្ចឹងបងគិតថានៅចង់បានអីគេទៀតនៅចង់បានផ្ទះមួយផ្ទាល់ខ្លួនដើម្បីយកម៉ាក់មកនៅជាមួយអញ្ចឹងធ្វើសម្រេចគោលបំណងធំនឹងមួយទៀតដើម្បីយកម៉ាក់មកនៅជាមួយពួកអីរាល់ថ្ងៃបងមានបងប្អូន3នាក់បងប្រុសបងគាត់បានស្លាប់អីអញ្ចឹងប្រកោគ្រួសារអញនិយាយបានថាបងប៉ុន្តែអញនិយាយបានថាបងទុនជ្រាយជាងគេរឿងអីក៏បងភាសាជាមួយបងប្អូនប្រុសបងអីអញនិយាយបានថាបងប្អូនប្រុសបងវាក្មេងឯងប៉ុន្តែវាសឹងតែមានអ្វីគ្រប់យ៉ាងជាងបងទៀតគេមានផ្ទះគេមានដីគេមាននេះគេមាននោះគេមានអីចឹងណាអញនិយាយបានថាគេរៀងគិតជាងយើងគេចេះគិតជាងយើងទាំងតែគេចេញពីម៉ាក់មកដែលអត់បានអីពីម៉ាក់សោះបងបំផ្លាញអស់ហើយហ្នឹងបងជាមួយនឹងបងប្រុសបងធ្វើឲ្យម៉ាក់អស់លេងហ្នឹងអញ្ចឹងតែនេះយើងនិយាយបើកចំហមកមានអីលាក់ឯងដល់ពេលអញ្ចឹងទៅវាទៅជាបងប្រុសបងវាទៅជាអ្នកដែលចេះគិតចេះតស៊ូសូម្បីតែម៉ូតូគាត់ទិញខ្លួនឯងអីក៏គាត់ទិញខ្លួនឯងឥឡូវគេចង់បានកូនឡើងគេចង់ទិញខ្លួនឯងទៀតគេចង់ធ្វើរឿងអីខ្លួនឯងទាំងអស់ចឹងមកគិតថាអូបកគោគ្រួសារបងអូនខ្ញុំតាអញ្ចឹងខ្ញុំអាចជួយម៉ាក់អីបានខ្ញុំជួយទៅតាមហ្នឹងធ្វើទៅតាមនឹងអ្វីដែលខ្ញុំអាចជួយគាត់បានអញ្ចឹងអ្វីដែលចង់បានមួយទៀតហ្នឹងគឺចង់បានគិតថាខ្លួនឯងរងថ្ងៃនេះជោគជ័យនៅឯងព្រោះមនុស្សយើងមិនមហិច្ឆតាធំណាអត់តន់ជោគជ័យទេចង់បានផ្ទះមួយទៀតដើម្បីយកម៉ាក់គ្រួសារបងប្អូននៅជុំគ្នាហ្មងបាទបងចាយេបងនិយាយទៅខ្ញុំស្ដាប់បងនិយាយវាថាបើអីដែលស្មានមកថាអូឥឡូវមានមោទនភាពលើខ្លួនឯងប៉ុន្តែបងរបៀបអត់តទេត្រូវទៅអត់តមោទនភាពបានទេនិយាយទៅបងអត់ប្រហែសហ្មងអត់ប្រហែសទេពីមុនយើងប្រហែសឆ្អែតទៅអញ្ចឹងឥឡូវគឺអត់ប្រហែសហ្មងអត់លុយសុកចិត្តសុំគេហូបកុំអត់លុយជ័យគេទៀតអត់កើតទេយេបងយេ
អ្នកទាំងអស់គ្នាសូមណែនាំជាមួយនឹងផលិតផលណៃប្រមងដែលជាប្រភេទអាហារក្រៀមឆ្អិនស្រាប់អ្នកទាំងអស់គ្នាអត់ពិបាកចម្អិនទេហើយភ្លាមញ៉ាំបានភ្លាមហ្មងផលិតផលណៃប្រមងមានច្រើនប្រភេទមែនតើអ្នកទាំងអស់គ្នាអាចញ៉ាំលេងក៏បានញ៉ាំជាមួយនឹងបាយក៏បានញ៉ាំជាមួយនឹងបបរក៏បានដែរហិតតែអែមអ្នកទាំងអស់គ្នាបើញ៉ាំណៃប្រមងនេះជាមួយនឹងស្រាប់បៀរត្រជាក់ជួបជុំគ្នាអីOh my god ហ្មងថាបើនិយាយពីរសជាតិវិញអែមហ្មងអ្នកទាំងអស់គ្នាឆ្ងាញ់ដោយសារតែខ្ញុំខ្លួនឯងផ្ទាល់នៅពេលដែលខ្ញុំធ្វើដំណើរតាមខេត្តមួយមិត្តភ័ក្តិអីចឹងខ្ញុំតែទិញណៃប្រមងទៅជាមួយរហូតហ្មងនិយាយគ្នាលេងបដាញ៉ាំណៃប្រមងបដាអត់អបសុកមាត់ទេអ្នកទាំងអស់គ្នានិយាយគ្នាសប្បាយហើយបានញ៉ាំរបស់ឆ្ងាញ់ទៀតអែមហ្មងសូមអរគុណទៅកាន់ផលិតផលណៃប្រមងដែលចូលរួមជាមួយនឹង Broken and Repair ក្នុងការផលិតមាតិកាល្អៗចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងម្ដងទៀតអ្នកទាំងអស់គ្នាបើចង់បានផលិតផលអាហារក្រៀមដែលមានរសជាតិឆ្ងាញ់គុណភាពខ្ពស់កុំភ្លេចជាមួយនឹងណៃប្រមងអូខេបងខ្ញុំត្រឡប់ទៅរឿងកំហុសបងដែលបងសានទៅលើបំណុលឬក៏ដូចជារឿងដែលបងបាត់បង់រឿងច្រើននៅក្នុងជីវិតរបស់បងណាចង់នឹងថាតើនឹងបងគិតថាវាជាកំហុសរបស់បងផ្ទាល់ហ្មងឬក៏វាជាព្រំលិខិតបងអញនិយាយបានថាវាជាទាំងពីរកំហុសផងព្រមលិខិតផងបងគាត់ថាមនុស្សយើងបើសិនជាអត់មានកម្មគឺយើងអត់សងគេបើសិនជាអត់មានធ្លាប់ជាពាក់កម្មជាមួយគ្នាក៏យើងអត់ជួបគ្នាដែរក៏យើងអត់ស្គាល់គ្នាដែរអញ្ចឹងគេត្រូវតែមកយកពីយើងមកសងពីយើងហេតុអីក៏បងត្រូវទៅស្គាល់ម្នាក់ហ្នឹងហេតុអីក៏បងត្រូវទៅស្គាល់ម្ចាស់បំណុលអស់ហ្នឹងច្បាស់ជាបងពីមុនបងជាពាក់កម្មគេព្រមលិខិតឯចាយបងត្រូវទៅសងគេវិញហើយណាមួយបងខុសខ្លួនឯងមកពេលផងយើងគិតអត់ត្រូវបើយើងទាយដឹងមុនថាមានរឿងអីកាត់ឡើងក៏យើងអត់ធ្វើរឿងហ្នឹងកាត់ឡើងទេថាដល់ពេលអញ្ចឹងទៅបងមានអារម្មណ៍ថាប្រហែលជាព្រមលិខិតអញ្ចឹងយើងអត់អាចបន្ទោសលើព្រមលិខិតឬក៏ខ្លួនឯងទេយើងត្រូវតែខកឈរឡើងដើម្បីដោះស្រាយរឿងអស់ហ្នឹងចេញទាំងអស់តែម្ដងបងជំនះឲ្យអស់ថាបងត្រូវធ្វើម៉េចពីដំបូងមកគាត់ថាអូយអាចពាក់លុយគេមកតង់ឲ្យឈៀតបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់ទៀតគ្រួសារគឺជាមនុស្សម្នាក់ដែលយើងស្រឡាញ់មកតង់ហើយប៉ុន្តែរឿងវាថាស្នេហាអញនិយាយថាយើងនៅមួយម៉ាក់ឯងម៉ាក់គាត់នៅមួយប៉ាមួយប្អូនមួយអីចឹងទៅយើងនៅមួយគ្រួសាររបស់យើងអញ្ចឹងពេលយើងចេញពីធ្វើការយើងមិនតែអើតមើលម៉ាក់ដែរម៉ាក់គឺជាមនុស្សម្នាក់ដែលយើងស្រឡាញ់ជាអ្នកបង្កើតយើងគឺយើងស្រឡាញ់មកតង់ហើយអញ្ចឹងមកដឹងថាគេគិតមិនទេស្នេហាក៏ជាមកតង់ដែរយើងមកយើងចង់ឃើញថាអូនមកពីណាញ៉ាំបាយនៅហត់អត់គេនៅអីនៅវាអញនិយាយបានថាម៉ាក់ power 70 power នៅផ្ទះ30ទៀត 100% ដែលយើងត្រូវមានកម្លាំងហ្មងដល់ពេលទៅវាទៅជាបាត់បង់ទាំងស្នេហានឹងទៀតវាបាត់បង់ទៅអស់លីងហ្មងវាពីទៅអូយព្រមលិខិតដាក់ទោសខ្ញុំម៉េះអូហេតុអីក៏ខ្ញុំធ្វើរឿងនឹងកើតឡើងមកលើខ្ញុំអញ្ចឹងហើយខ្ញុំគិតថាអូខ្ញុំមិនអាចបាត់បង់គេបានទេធ្វើមិនទៅយើងរស់កើតអត់វេទនាណាស់មិនដឹងថាត្រូវធ្វើមិនទេតែចុងក្រោយបើសិនជាគេចង់នៅមួយយើងគេច្បាស់ជានៅមួយយើងទៅយើងមិនក៏ដោយបើសិនជាយើងអោកសោមនុស្សដែលគេអត់ចង់នៅជាមួយយើងផងតែយើងអោកសោបានអីត្រឡប់មកវិញអញ្ចឹងយើងមានតែបលែងឲ្យគេទៅតែបងហ៊ាននិយាយថាបើសិនជាឥឡូវគាត់ឃើញបងគាត់និយាយមួយបងក៏បងនិយាយមួយគាត់ដែរបងនិយាយមួយគាត់តែស្គាល់អាហ្នឹងវាដូចបងបាន release អាហ្នឹងមានន័យថាដោះលេងបងឃើញគាត់ share រូបបងរហូតរាល់ថ្ងៃហ្នឹងបងទោះគាត់មានគ្រួសារទាំងគ្រួសារគាត់ក៏ share រូបបងដែរបងដែរនិយាយបងនិយាយថ្ងៃហ្នឹងហ្មងចង់និយាយថាបើសិនជាអូខេជួបយើងក្រៅជួបខ្ញុំក្រៅឬក៏ជួបអីយើងអាចនិយាយគ្នាបានអត់អីតែខ្ញុំសប្បាយចិត្តបងដែរ at the end of the day នេះហើយថ្ងៃចុងក្រោយគឺមានសន្តិភាពបងសុំនិយាយឡើងនេះបន្តិចដោយសារគាត់អត់អាក្រក់អីថាគាត់ប៉ុណ្ណឹងអញនិយាយមកថាមកពីគាត់អត់ដឹងរឿងរបស់យើងទី1ទៀតទី2មិត្តភ័ក្តិអូនត្រូវចាំថាមិត្តភ័ក្តិបើយើងដើរជាមួយនឹងមនុស្សល្អយើងដើរជាមួយនឹងមនុស្សដែលនាំយើងទៅធ្វើអីដែលវាមិនល្អបើពាក្យចាស់លោកពូថាដើរមួយចោលដើរមួយអ្នកជក់ឆ្នាំហីហើយបងអញ្ចឹងដល់ពេលអញ្ចឹងទៅគាត់ទៅជាលក្ខណៈថាតែពេលមនុស្សគាត់ស្រឡាញ់បងខ្លាំងណាបងជឿថាគាត់ស្រឡាញ់បងបើសិនជាមិនស្រឡាញ់បងគាត់អត់មករស់នៅជាមួយបង6 7ឆ្នាំទេអូនបងអត់ដែរធ្វើអីទេបងភ្ញាក់ព្រមឡើងបាយនៅចុងជើងបងកៅអៅលីអូកៅអៅស្កាស្លៀកពាក់បងគាត់រៀបចំគាត់បត់គាត់បោកគាត់រៀបចំបោះជូតផ្ទះគាត់សឹងតែគាត់ជានារីបងគឺជាបរិសុទ្ធវិញយល់បងជ័យអត់ដល់ពេលមានរឿងនឹងកើតឡើងវាលក្ខណៈថាគាត់អត់តន់បោះបងចោលដែរវាទៅជាមានអ្នកចាក់ចេះចាក់ចោះវាទៅជាមានរឿងចេះរឿងចោះវាធ្វើទៅជាមនុស្សម្នាក់ដែលបែកសើបែកទៅជាអីផ្សេងក៏ចាប់ទុកថាគាត់ទៅចេះរឿងចោះឧទាហរណ៍ថាបើសិនជាមានរឿងមានអ្នកថ្មីគេចូលមករបៀបលក្ខណៈគេរៀងភាសាជាងយើងឬគេឲ្យកម្លាំងចិត្តគេបាននៅក្បែរគ្នាញឹកញាប់យើងអាចទៅបន្ទោសគេបានទាំងគេទាំងយើងគេអាចអោបកសោរឿងស្មុករឿងវេទនាបានទេមែនអត់អញ្ចឹងក៏គាត់ទៅចោះគាត់ទៅហើយក៏យើងមានអារម្មណ៍ថាម៉ាក់អីគាត់នៅតែស្រឡាញ់យើងម៉ាក់អត់ខឹងទេម៉ាក់បងទាំងម៉ាក់ទាំងប្អូនទាំងក្មួយបងបាច់នឹងពួកក្មួយបងដែលកើតមកភ្លាមប៉ាគាត់ត្រូវជាប្អូនអីត្រូវជាកូនផុសបងរបស់ខ្ញុំត្រូវឯមែនប្អូនរបស់បងខ្ញុំគាត់ស្លាប់ទៅគាត់បន្សល់កូនមួយឲ្យម៉ាក់នៅមើលអញ្ចឹងពេលដែលគ្រូសាញ់គាត់ពើកូននឹងមុនគេតាមវាកាត់ឡើងអញ្ចឹងកូននឹងអាយុ5ឆ្នាំពងសួររកតែឈ្មោះគាត់ទេហើយម៉ាក់វិញនៅតែចង់ជួបចឹងម៉ាក់ចង់ជួបចង់នេះហើយអញនិយាយបានថាបើសិនជាអ្នកផ្សេងគឺអត់ស្មើនឹងម្នាក់ហ្នឹងនៅតែម៉ាក់និយាយពីម្នាក់ហ្នឹងរហូតបាទបងសូម្បីតែប្អូនប្រុសអីក៏នៅតែនិយាយដែរតែបងដែរគិតក្នុងចិត្តថាថ្ងៃណាមួយបងនឹងអាចខ្លាចជាមិត្តភាពមួយដ៏ល្អមួយគាត់គិតធ្លាប់គិតថាថ្ងៃណាមួយខ្ញុំនឹងជាមួយគាត់នឹងអាចខ្លាចជាមិត្តភាពមួយដ៏ល្អព្រោះអីយើងក៏ធ្លាប់មានរឿងអីល្អជាមួយគ្នាច្រើនដែររយៈពេល6ឆ្នាំវាច្រើនដែលយើងអាចនិយាយបានថា
vì mình đã khóទាំងអស់ទេក៏យើងមានរឿងល្អមួយគ្នាអញ្ចឹងបើសិនជាថ្ងៃណាមួយគាត់អញនិយាយបានថាគាត់បើកចិត្តមកនិយាយជាមួយខ្ញុំអីជាមួយខ្ញុំក៏ខ្ញុំខេខ្ញុំនិយាយជាមួយរាប់អានគ្នាបានអត់អី បងមានរឿងមួយទៀតបងតែពិតរឿងមិញខ្ញុំសប្បាយចិត្តជំនួសបងដែលបងធ្វើអញ្ចឹងទៅបងមានសន្តិភាពផ្លូវចិត្តខ្លួនឯងបងខ្ញុំឮបងនិយាយអំពីម៉ាក់ថាគាត់បានលើកទឹកចិត្តបងអីចឹងឲ្យបងខកឆោឡើងប៉ុន្តែក្រៅពីម៉ាក់មានអ្នកគេម្នាក់ទៀតឬក៏ម្នាក់ទៀតដែលគាត់ប្រើពាក្យមួយដែលធ្វើឲ្យបងចាំពាក្យនឹងឲ្យខកឆោឡើងហ្មងបងអញ មានច្រើនបន្ទាប់ពីម៉ាក់មកមានប៉ាបន្ទាប់ពីប៉ាមកមានបងស្រីកងច័ន្ទស៊ីមុំបងកឹមសេហាដែលគាត់ជាអ្នករៀប plan ជីវិតផ្លូវដើរយើងថាត្រូវធ្វើមិនអីមិនអញ្ចឹងយើងបានយោបល់ពីម៉ាក់មួយហើយយើងយកមកដាក់លើតុនិយាយជាមួយគាត់ថាម៉ែខ្ញុំត្រូវធ្វើមិនតទៀតម៉ែខ្ញុំត្រូវរៀបមិនតទៀតអញ្ចឹងមុំគាត់បានជួយច្រើនមែនតើគាត់បានជួយរៀបចំថាត្រូវនេះនឹងឯងត្រូវធ្វើចេះចាប់ដើមស្រង់ឈ្មោះម្ចាស់បំណុលមកទាំងអស់តែយើងត្រូវធ្វើមិនអីមិនរៀប plan មកខ្ញុំធ្លាប់នៅជាមួយមុំបានប្រហែលខែនៅតែប្រកួតណាបើសិនជាយើងជាមនុស្សម្នាក់ដែលគេស្អប់ខ្ពើមណាខ្ញុំអាចនិយាយបានថាយើងគឺជាមនុស្សម្នាក់ដែលគេមិនចូលចិត្តដែលគេគ្រាន់តែលឺឈ្មោះគេខ្លាចអត់មានតែគេមកចង់ដើរមួយយើងប៉ុន្តែបងមុំខ្ញុំអត់ភ្លេចគុណគាត់ទេគឺគាត់បានយកខ្ញុំទៅនៅផ្ទះជាមួយគាត់តែគាត់មានភ័យខ្លាចតែគាត់មិនខ្វល់មិនគិតពី background របស់ខ្ញុំគាត់តែងតែបញ្យល់ខ្ញុំគាត់តែងតែចាត់ទុកខ្ញុំជាកូនម្នាក់គាត់តែងតែកាត់ចាប់ទុកខ្ញុំជាកូនក្មេងអត់ធំសោះហ្មងអញ្ចឹងគាត់នៅតែបញ្យល់ខ្ញុំថាកូនត្រូវធ្វើចេះតាម step ហើយខ្ញុំគឺជាកូនម្នាក់ធ្វើគាត់អន់ចិត្តជាងគេគាត់អន់ចិត្តមួយខ្ញុំច្រើនជាងគេព្រោះភាគច្រើនពេលខ្លះខ្ញុំរវល់ធ្វើការងារខ្ញុំរវល់អីច្រើនទៅអត់បានទៅអឺតគាត់ថាមិនអត់លេងអត់មកលេងអញ្ចឹងអត់សូវបានមានពេលមកអញ្ចឹងណាពេលខ្លះខ្ញុំក៏ដែរគាត់ថាយើងអញ្ចឹងថាយើងរវល់ការងារច្រើនគាត់សូវបានទៅលេងគាត់មករយៈនេះអញ្ចឹងគាត់មានអារម្មណ៍ថាគាត់អន់ចិត្តគាត់ទៅចិត្តកូនអញលេងឈប់ស្រឡាញ់អញដល់គឺអញ្ចឹងណាតែគាត់ចង់ប្រាប់ថាអត់ភ្លេចគុណគាត់ទេគាត់គឺជាមនុស្សម្នាក់ដែលអាចធ្វើខ្ញុំមានថ្ងៃនេះបានដូចគ្នាបើសិនជាអត់មានគាត់អត់មានម្ដាយមានពុកអត់មានពួកម៉ាក់ខ្ញុំមកធីមទេក៏ខ្ញុំអត់មានថ្ងៃនេះដែរជាពិសេសបណ្ដាពុកម៉ែបងប្អូន fan ដែលគាត់ស្រឡាញ់ចូលចិត្ត pancake បណ្ដា sponsor បណ្ដាម្ចាស់ផលិតផល client ជាច្រើនដែលចូលចិត្តខ្ញុំបើសិនជាអត់មានពួកគាត់គឺខ្ញុំអត់មានថ្ងៃនេះទេចាចាបងមានអីចង់ផ្ដាំផ្ញើទៅខ្លួនបងកាលពីដែលបងធ្លាប់ផ្លាញធ្វើបាបម៉ាក់បងអានោះដូចជាសារមួយដែលបងផ្ញើទៅខ្លួនឯងពីមុនក៏ដូចជាផ្ញើទៅបងប្អូនដែលគាត់កំពុងតែដើរផ្លូវខុសដែរចាចង់ផ្ដាំផ្ញើទៅកាន់អូនទាំងអស់គ្នាថាក៏ដូចជាបងដែលគាត់កំពុងតែដើរផ្លូវខុសឬក៏គាត់កំពុងតែធ្វើអ្វីដែលគិតថាវាមិនស័ក្តិសមយើងអាចបែរគិតមកថយក្រោយវិញបានអញ្ចឹងពុកម៉ែបងប្អូននៅពីក្មេងអូនបងនៅក្មេងគាត់អាចគិតថាពីក្មេងម៉ាក់គាត់ខំប្រឹងមិនដើម្បីយើងអញ្ចឹងខ្ញុំជឿថាចាប់ផ្ដើមនិយាយទៅចាំបាច់បញ្យល់ប្រាប់ពួកគាត់ខ្ញុំជឿថាអាយុចាប់ផ្ដើមពី30ជាងឡើងទៅដល់40នឹងមានគំនិតនឹងកើតឡើងមកគំនិតមួយនឹងដុះឡើងមកថាតាមកាប៉ិតទៅនេះគឺជាអ្វីដែលម៉ាក់ធ្លាប់បរៀនធ្លាប់ចំធ្លាប់បីបាច់ធ្លាប់បញ្យល់ធ្លាប់បណ្ដៅយើងតាំងពីទូចមកនេះគឺវាសិតតែអញ្ចឹងអញ្ចឹងម៉ាក់ហត់មកជើម៉ាក់ពិបាកមកជើម៉ាក់គាត់មិនទៅគាត់មកនិយាយប្រាប់យើងដូចយើងមានកូនក្មេងៗដែលគេហៅយើងកូនហើយយើងយកគេមកនៅជាមួយយើងបណ្ដៅគឺយើងអីយើងមានអារម្មណ៍ថាអូយហត់តែអញ្ចឹងម៉ាក់ខ្ញុំហត់ខ្លាំងហើយអញ្ចឹងខ្ញុំជឿថាអ្វីដែលគាត់ធ្វើជាមួយយើងម៉ាក់ប៉ាយើងណានេះគឺជាអ្វីដែលយើងត្រូវធ្វើឡើយអញ្ចឹងយើងគួរតែធ្វើអ្វីដែលល្អនៅក្នុងសង្គមធ្វើអ្វីដែលសង្គមទទួលស្គាល់កុំធ្វើអ្វីដែលប៉ះពាល់ទៅដល់អ្នកដទៃដូចខ្ញុំនិយាយអញ្ចឹងអត់វាអត់បានយូរទេអាធ្វើអញ្ចឹងយើងគិតអ្វីដែលល្អទៅបាបកម្មវាអត់មានទៅជាតិក្រោយគឺវាឥឡូវនឹងមកអញ្ចឹងបានថាខ្សែគប់សូម្បីតែការខ្សែគប់ក៏ខ្សែគប់មនុស្សល្អការរាប់អានក៏ត្រូវតែរាប់អានមនុស្សដែលល្អបើសិនយើងគិតថាយើងធ្វើអានឹងខុសហើយវាអត់ត្រូវទេយើងត្រូវតែដើរចេញមកឲ្យលឿនបំផុតអត់មានអ្នកណាមកស្អប់ខ្ពើមយើងមនុស្សដែលដឹងកំហុសហើយគឺគេអត់ស្អប់ខ្ពើមមិនកុំឲ្យតែដឹងកំហុសហើយនៅតែធ្វើនឹងទើបគេស្អប់ខ្ពើមត្រូវបងបន្ទាប់ពីបងឆ្លងកាត់រឿងមិត្តភាពដែលបងបាត់បង់ច្រើននឹងមកការប្រយ័ត្នខ្លួនរបស់បងរបៀបម៉េចដែរបងឥឡូវក្នុងការរាប់អានមនុស្សថ្មីហ៎បងបងសម្រាប់បងការប្រយ័ត្នខ្លួននេះវាធ្វើឲ្យបងស្គាល់មនុស្សច្រើនអញ្ចឹងបាញ់អញនិយាយបានថាបងដូចគ្រូទាអញ្ចឹងបើសិនជាមនុស្សម្នាក់នឹងចូលមកចង់មានអារម្មណ៍ថាចូលមកក្លុកនៅក្នុងធីមឬក៏ចូលមកមានគំនិតអីអាក្រក់នៅក្នុងធីមគឺបងដឹងហ្មងបងសូវយកខ្លួនបងទៅបៀតពីមុនបងចូលចិត្តណាគេនិយាយដើមគេអីចឹងបងចូលចិត្តទៅអង្គុយថែមថយវែកញែកចេញដូច DJ ចឹងដល់ពេលគិតសាប់ថាបានប្រយោជន៍អត់ទេអត់មានបានអីហ្នឹងដល់ទៅពេលមានរឿងទាញតែខ្លួនឯងចូលរហូតអញ្ចឹងគិតសាប់ទៅពេលដែលគេនិយាយរឿងអីពេលដែលគេធ្វើអីពេលដែលគេគិតអីធ្វើអីអាក្រក់អីបងអត់នៅចិត្តទេបងដើរចេញហ្មងបងស្រូបយកតែរឿងល្អឯងព្រោះអីបងធ្លាប់ឆ្លងកាត់មកច្រើនអញ្ចឹងបងអត់ចង់ឲ្យមានដានចាស់ដែលជន់មកចាស់ចឹងទៀតទេបងចង់និយាយចឹងអញ្ចឹងមិនចង់បងគ្រាន់តែអ្នកណាមករាប់បាក់អានយើងល្អគឺយើងមើលដឹងហ្មងនិយាយទៅញៀនមកយើងអាចនឹងដឹងថាម្នាក់នេះគេមករាប់អានយើងល្អនេះម្នាក់នេះគេនឹងរាប់អានយើងអាក្រក់នេះប៉ុន្តែពេលខ្លះនេះអូននិយាយចឹងមនុស្សម្នាក់នឹងគឺជាមនុស្សម្នាក់ដែល perfect សម្រាប់យើងហ្មងតែចុងក្រោយមិនចង់មិនអ្វីដែលខ្ញុំគិតវាទៅជាបែបហ្នឹងអញ្ចឹងមិនក៏អូយស្ដាយក្រោយស្ដាយពេលវេលាជាមួយហ្មងរបៀបអញ្ចឹងដូចស្នេហាក៏ដោយឧទាហរណ៍ថាឥឡូវស្រឡាញ់គ្នាសុករាប់អានគ្នាសុកនៅជាមួយគ្នាសុកស្អែកឡើងខ្ញុំមានអារម្មណ៍ថាខ្ញុំអស់អារម្មណ៍យើងបែកគ្នាហ្មងយើងអាយ៉ាកើតអីធ្វើអ្វីហ្នឹងធ្វើអីគេហ្នឹងហើយខ្ញុំមិនដឹងអីផងបាទបងខ្ញុំចង់ចេះខ្ញុំចង់អូ
rồi dạ pe score kiaประมาณ khái mà thầm tam ngày để dọn bên đang hưởng ấy tham mà ban chlu kia bị dục rồi có ấy cha bị dục ấy thọ mà na đó nghe đặc biệt chẳng nó bị phải làm học sinh nhưng cái đó hai chữ đó pe để dương thử cái ở thời ca dương hồng cái bên chất dương hồng số thập bà ăn ba tại thưa mấy bảo cái bên chất ở thời ca dương hồng một cái phần trong mòn trắng tùng vừa bạn nâng nâng và hai chỉ bên đọt đai mà là hồn mà căn dương trắng mà sân dương đừng có ok họp ăn khi bán họp ăn khi tiền mà sân chỉ họp ăn khi bán như trong họp ăn khi tết thôi mà đa đấy vì anh đừng chậm និយាយទៅបងឆ្លងកាត់រឿងច្រើនហើយបងអាចសម័យបានអត់ថាតារយៈពេល3ឆ្នាំទៀតឬក៏5ឆ្នាំទៀតបងនឹងទៅជាមនុស្សមិនរបៀបដូចយើងអូឆ្លងកាត់នឹងហើយដឹងថាត្រូវធ្វើមិនហើយឥឡូវបងអាចសម័យបានទេបងគ្រប់សម័យបងធ្លាប់សម័យដល់ឥឡូវហ្នឹងបងនៅតែមានពោលចំហមួយ ចង់ដឹងថាថ្ងៃហ្នឹងគឺនិយាយថាអញ្ចេះ pancake ហ្នឹងអស់ចាម៉េះលយម៉េះអ្នកដើរតាមហែហោម5 6នាក់អ្នកចាំយួរអីវ៉ាន់យួរអីខ្ញុំចង់ប្រាប់ថាខ្ញុំសំណាងខ្ញុំអត់អស់លុយមួយរៀលហើយខ្ញុំមានអ្នកកាន់ page ផងខ្ញុំមាន manager ខ្ញុំមាន assistant ខ្ញុំមានអ្នកដើរជាមួយខ្ញុំមានអ្នក make up ខ្ញុំមានអ្នក take care ខ្ញុំមានអ្នកសឹងតែងើបពីគេខ្ញុំងើបមកតែខ្លួនដល់លាស់សក់ចឹងទាំងដែលអ្នកទាំងអស់គ្នាគាត់ថាអូយហាយចុះមកញ៉ៃជពាក់គេហ្នឹងឯងខ្ញុំចង់ប្រាប់ថាអ្នកទាំងអស់គ្នាដែលនៅក្បែរខ្ញុំថ្ងៃនេះគឺខ្ញុំអត់មានចំណែកថវិកាលើគាត់សូម្បីតែ1រៀលគឺជាការស្រឡាញ់ចេញពីបេះដូងមកកាន់ខ្ញុំអញ្ចឹងក្តីសម័យរបស់ខ្ញុំនៅថ្ងៃមុខខ្ញុំចង់ប្រមូលពួកគាត់មកនៅតែផ្ទះជុំគ្នាតែមួយឯងអញ្ចឹងរួមសុខរួមទុក្ខហ្មងដូចឧទាហរណ៍ថា assistant manager របស់ខ្ញុំអញ្ចឹងគាត់អ្នកតាក់ទងការងារអូយគាត់លយគាត់តាក់ទងការងារបានថ្លៃណាហើយគាត់កូនក្មេងនៅរៀនទេតែគាត់បកកែមែនតើនិយាយចំ manager ខ្ញុំអីអស់ទាស់ការងារចេញទៅគឺខ្ញុំដឹងតែចោះចដើចូលទៅខ្ញុំចូលថតហ្មងអ្នកដែលបាននិយាយមកខ្ញុំនឹងបានធូរឯងអ្នកចូល manager ខ្ញុំសឹកហឹងប៉ឹងហ្មងពួកគាត់ខ្លាចខ្ញុំស្ដីឲ្យគាត់ខ្ញុំខ្លាចគាត់ខ្លាចខ្ញុំស្ដីឲ្យគាត់អញ្ចឹងគាត់ត្រូវការមើងម៉ាត់ម៉ត់ចាត់គឺគាត់ច្បាស់លាស់ហ្មងអញ្ចឹងមិនថាខ្ញុំចង់និយាយឡើងថាហងៃមិនចង់បានអីទេចង់បានផ្ទះមួយចង់បរឹងខ្លួនឯងឲ្យវាលក្ខណៈថា perfect ជាងនេះមានលក្ខណៈថាគ្រប់ពេលវេលាការងារឧទាហរណ៍ថាចេញទៅមានអ្នកទៅជាមួយនឹងលក្ខណៈថាខ្ញុំចង់មាន manager 2 ម្នាក់អញ្ចឹងទៅដើរតាមទៅខ្ញុំចង់រៀបចំស្លៀកពាក់ឲ្យពួកគាត់ធ្វើត្រូវការងាររបស់ខ្ញុំច្បាស់លាស់រៀបចំគោលដៅខ្ញុំធ្វើមិនអីមិនហើយចង់បានផ្ទះមួយទៀតចង់បានឡានវ៉ែនមួយទៀតចង់បានចង់រៀប plan ខ្លួនឯងជាមិន high show ពេកប៉ុន្តែវាលក្ខណៈថាក្តីសុខខ្លួនឯងអាហ្នឹងគឺជា plan របស់ខ្ញុំចង់បានជូនពរបងឲ្យជោគជ័យជាមួយគ្នាម្ដងបងឲ្យរស់នៅសុបាយចិត្តរហូតព្រោះខ្ញុំក៏ចង់ឃើញបងសុបាយចិត្តដែរមួយទៀតចង់បានមនុស្សម្នាក់ដែលល្អហើយនឹងយល់ចិត្តខ្ញុំនេះឲ្យខ្ញុំញ៉ាំការហងបងសង្ឃឹមថាបានឆាប់បាទមីសនូមួយទៀតបងអាចថាសំណួរហ្នឹងយើងដែលសារបងចែកម្លែកច្រើនហើយខ្ញុំក៏អរគុណចំពោះការចែកម្លែកបងថ្ងៃនេះដែរហើយអាចនឹងថាទុកខ្លះអ្នកគ្នាគេលុយថាយើងមានពាក្យពីរបងនាងពាក្យពីរបង pancake អីចឹងណាអូបដាក់2នាក់ខ្ញុំមកចាក់ទឹកម្លែកទេអត់បាក់និយាយទេបើដាក់2នាក់ខ្ញុំមកគឺបងឲ្យ idea ហ្មងគេនេះកម្មវិធីហ្នឹងគឺខ្ញុំធានាថាថតដល់ភ្លឺឥឡូវសុំ3ម៉ោងបានទេបងមកកម្មវិធីដាក់4ម៉ោងក៏បានដែរកាត់ចេញជា2 show ហ្មងក៏បាននេះគួយស្ដាប់បងវិញគួយស្ដាប់វិញអូយសញ្ញាណមួយខ្ញុំវែងញែកណាស់រឿងចាហ្នឹងហើយបងសំណួរមួយដែលខ្ញុំគិតថាអាចជាសំណួរចុងក្រោយដែលខ្ញុំសួរបងហើយដោយសារសំណួរនេះបិទគ្រឿងទាំងអស់មកហ្មងបងចាបងដែលគិតអត់ថាកាលមុនបងគិតថាអូអាភ័ព្វមិនមែនព្រមលិខិតដាក់ទោសខ្ញុំមិនមែនអីចឹងប៉ុន្តែមកដល់ឥឡូវនេះបងបានប្រើពាក្យថាសំណាងអញ្ចឹងបងដែលគិតអត់ថារឿងដែលកាត់ឡើងលើបងធំហ្នឹងណាវាជាសំណាងរបស់បងដែលធ្វើឲ្យបងបាត់មនុស្សអាក្រក់ពីជីវិតរបស់បងជាមនុស្សដែលឆ្លាតជាងមុនបកកែជាងមុនស៊ូជាងមុនរឹងមាំជាងមុនកាត់បងគិតថាអូគ្រោះខ្លាយជាលៀបហើយវគ្គនេះហ៎បងគិតថាអូបើសិនជាមានរឿងនឹងកាត់ឡើងអូជាមួយតែផ្ទុះអញច្បាក់លុយគេមានអាហាអញថតទៀតអានឹងយើងនិយាយអាក្រក់ស្រាប់ភាសាយើងណាគិតថាអូមានអាហាអញថតទៀតទៅអញនឹងទៅធ្វើការអីនេះមានទៅស្រែទៅអីហើយដល់ទៅពេលមានរឿងមកប៉ងអស់ទាស់បដ ாய் ខ្លាយអនម្ចាស់ផលិតផលម្ចាស់ sponsor អូយគូថាគាត់រត់មករកយើងហ្មងគាត់អាណិតយើងណាហើយគាត់ទិញទូរស័ព្ទឲ្យប្រើគាត់ឃើញយើងអត់ទូរស័ព្ទគាត់អីគាត់ទិញនេះធ្វើនោះហៅការងារឲ្យលុយយើងចាយមានបងជាច្រើនដែលបាញ់លុយមកឲ្យយើងពេលដែលយើងអត់ទេយើងអត់មានលុយអូយឆាក់ជីវិតរបស់ខ្ញុំមិនដែលឃើញលុយលោកចូលកង់រាល់ថ្ងៃគេឲ្យយើងគេអាណិតគេស្រឡាញ់ខ្ញុំគាត់ថាមានអារម្មណ៍ថាសប្បាយចិត្តមែនតើនេះមិនគេហៅថាគ្រូខ្លាចជាលៀបដល់ពេលហ្នឹងទៅខ្ញុំគិតថាអត់កើតទេអញដល់មកនេះហើយនេះថាលៀបយើងពុកមកត្រូវចាប់ឱកាសការងារគេត្រូវចាប់ការងារចាប់អីចឹងណាគេត្រូវរៀបចំគេចាប់ដើមមានដល់ពេលអ្នកដែលគាត់ជា fan របស់ខ្ញុំដែលខ្ញុំនិយាយមុននឹងដែលគាត់ជា manager ខ្ញុំឥឡូវហ្នឹងគាត់ចាប់ដើមរៀបចំ plan ជីវិតឲ្យខ្ញុំថាត្រូវធ្វើម៉េចអីមិនហងៃហ្នឹងសូម្បីតែការនិយាយមួយម្ចាស់បណ្ដុលក៏ជាគាត់សូម្បីតែការទូទាត់សងលុយក៏ជាគាត់និយាយហ្នឹងទៅគឺគាត់ទាំងអស់ខ្ញុំមានតែខ្លួនតែទេហ្នឹងឯងដើម្បីចាញ់ដូចគេ high AI មួយទៅថតចឹងណានិយាយថាដឹងថតឲ្យយកលុយមកទៅគាត់ធ្វើអីធ្វើទៅគាត់សងនេះសងនោះធ្វើអីធ្វើទៅបែងចែកឲ្យគាត់ទាំងអស់គាត់ត្រូវធ្វើអីតែខ្ញុំធ្វើអីខ្ញុំត្រូវសួរគាត់ដូចគ្នាគាត់ដូចប្តីខ្ញុំចឹងបងអើយអីកូនអើយម៉ែត្រូវធ្វើអញ្ចឹងម៉ែទិញអានេះហេណាគាត់អញគិតមិនដែរហើយគាត់គឺជាមនុស្សម្នាក់មិនដែលបាក់ទឹកចិត្តខ្ញុំទេ
admin ខ្ញុំ admin ខ្ញុំគាត់គឺជាមនុស្សម្នាក់ដែលលើកទឹកចិត្តខ្ញុំរហូតហ្មងខ្ញុំធ្វើអីខុសហើយក៏ខ្ញុំអត់ខុសដែរខ្ញុំធ្វើអីមិនពេញចិត្តក៏គាត់ប្រវាយសាច់រឿងមកខ្ញុំវិញដែរគាត់លយគាត់ចូលចិត្តលក្ខណៈថាខ្ញុំកំពុងតែអន់ចិត្តមួយម្នាក់ហ្នឹងអញ្ចឹងគាត់ប៉ិននិយាយឲ្យខ្ញុំមិនឲ្យអន់ចិត្តមួយម្នាក់ហ្នឹងណាហើយបើសិនជាខ្ញុំឆ្លោះគ្នាឧទាហរណ៍ថាសង្សារអញ្ចឹងខ្ញុំឆ្លោះគ្នាមួយម្នាក់ហ្នឹងគាត់ឆាត private មកខ្ញុំចុះគាត់មាន account ខ្ញុំទាំងអស់ហ៎គាត់ឆាតមក Telegram ខ្ញុំ private ហ្មងខ្ញុំពុកឆាតតទល់មួយគ្នាឆ្លោះគ្នាអញ្ចឹងគាត់ថាហេខ្លាំងម៉េះខ្ញុំមិនដែរធ្វើឲ្យម៉ែខ្ញុំយំខ្ញុំមិនដែរឲ្យម៉ែខ្ញុំលឺសលេងចាំដល់ជេរខ្ញុំមិនដែរធ្វើឲ្យម៉ែខ្ញុំហត់ផងខ្ញុំមានតែរលួយឲ្យម៉ែខ្ញុំអ្នកឯងនឹងស្អីគេមកជេរថាឲ្យម៉ែខ្ញុំមកអញ្ចឹងហ្មងដល់ពេលខ្ញុំគាត់ទៅលឺឈ្មោះគាត់មានអារម្មណ៍ថាយេបងលៀបលយហើយសួរថាពេលបានអីចឹងចង់ទិញអីឲ្យអត់យកទេឧទាហរណ៍ថាយើងឲ្យប្រាក់ខែក៏មិនយកអីក៏មិនយកចាំម៉ែឯងមានអីគ្រប់យ៉ាងចាំម៉ែឯងធូរស្រាលក៏ទៅនៅមួយម៉ែឯងមកអាលោកគាត់ហ៊ានបកាយគាត់ហ៊ានពងហ៊ានទី12ពងប្រឡងគាត់ហ៊ានបកាយសប្បាយចិត្តជំនួសបងអ្នកទាំងអស់គ្នានេះគឺជាកម្លាំងចិត្តមួយដ៏ធំហ្មងមិនថាយើងជួបរឿងធំប៉ុណ្ណាក្នុងជីវិតទេនៅដរាបណាយើងនៅមានសង្ឃឹមនៅតែស៊ូនៅតែបោះបង់នៅតែជំនះរកកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនយើងមកដូចបងបានមិនសិនមកនឹងយើងកុំទុកម្នាក់ឯងនិយាយប្រាប់គេប្រាប់ម៉ាក់ប្រាប់ប៉ាប្រាប់បងប្រាប់អូនប្រាប់សង្សារប្រាប់ប្តីប្រាប់ប្រពន្ធដើម្បីឲ្យស្រាយហើយបើយើងប្រាប់ទៅគេចូលបអានយើងអានឹងក៏យើងស្រួលដែរយើងរកអ្នកខ្ញុំមិនជឿថាមនុស្សមកជុំវិញខ្លួនអត់មានទេត្រូវឲ្យបងយ៉ាងហោចណាស់ក៏មានបងគាត់តែសិមុំបងកឹមសិហាម៉ាក់បងតែតសើមានអ្នកគេស្ដាប់យើងទេបងអ្នកខ្លះគេមិនស្ដាប់យើងទេអូយបងខ្ញុំឡាយបងនិយាយពីកំ plai មួយបងចាំពេលឡាយគេថាបាញ់លុយឲ្យបងហើយអូយមិនលបអើយបងកំពុងតែចិត្តបងយំណាថាបងផ្ទុះសម្ដៅសោយឡើងនេះបងច្រឡំសោយហ្នឹងប៉ុន្តែមែនតើវាកំ plai មែនទេអូនឯងសោយបងសោយដែរនៅបងសោយហ្នឹងចាំមកថាអូយបាញ់មក150ម៉ែមុំថាងាញ់មិញទៅវិញព្រាមngày bánh nó đợi với bánh bóng bánh mình tụt bánh luôn lại tao sao vô sao giờ đúng tất nhiên để cho các thường làm bạc với bong cả lá bác có con đâu mỗi bong là việc tăng vì kia tia lôi tăng vì dương thở hột tranh tăng vì dương thở phơi tròn cho mình bong trong bộ quạt đây bong dung sư mèn tàn bên nào bong hai bọn vậy dung hai mà hô được phải ắt xa bên đằng bên nào là mình dương can tốt ắt xa đấy chứ về bong ta lợi khăng nè ui bong xa mèn tàn như vậy mèn tàn bong cay thở mèn tàn nó bồi giống chú bong ắt chởn đòn này phải chởn mới tăng so media chởn chiều tay mình rằng chỉ tháp bong sai một á là việc bong đinh phẹp này ở đây tháp bong khai trên này mặt rủ nè anh em cũng khoa bị ấy được dương anh hở ca ba này mà tay cho anh hở này con anh tới chiều tới chiều mình được tao có bắt đôi bong gì chẳng đôi ở đây phải bong tháng bong nhưng mặt xa thì tay bong mất hơn anh xa cái mấy ở đây thằng này ăn xa bắt nước thứ ba này vì môn từ đảo đôi bong gì chẳng rồi ấy vấn đề ăn xa để tiết cho vậy tha mình được dương tam bắt cát mà trong bách tao thọt đủ thọt bóng bóng ăn thưa chỉ một bóng ăn thưa với cái con biết anh nhầm thay vì môn tới chơi tăng cấp bắt bật sân chỉ mình được phò đôi ôn với nhất mà trong bách thưa ấy chớ này sắp đô ca sĩ vẽ một sọ bỏ hụt hiện cái tăng tinh bạch thưa ấy cứ đừng tranh che hiện sang hai bị không mình dương mà mỏ cho mình tha còn cho chất cho anh chụp hiệp thêm mình nhận được tay còn cho khuôn anh từ bắt đầu những nhận được tay bà sân thì dương thoát từ bắt đầu một cái scom sát dương ăn snack cái tê trong những sắc chất do bị bỏ số thấy mình bao đặc biệt vào cả nhà ôi miệt vào panna đây từ lòng vào cả nhà slip mi cái gì một cái lòng scom lòng sát thực hiện cái lòng sai ai po vào panna đấyรวมสะอาดแบบย่อม confident เขาเนี่ยเป๊ะคละอันใหญ่บานทางยมจังเตอร์เกมเมอร์เคยยมสะอาดเชียงอยู่ไอ้ก็บานเงินได้อย่างจังอะจะมันทางยื่นกลมโจจัดแต่ละคนไอ้จออุจจาระทำมันเนี่ยนี่อัดสลายเยอะไงบอกเบายื่นตันติ๊กยังตัวโดยสลายยื่นปีเป็นไงคอยเล่งสลายยื่นมีหนักเส้นจำสลายยื่นอ่ะชนน่ะเอาแต่ยื่นบางจัดให้ยื่นโยเกใครเนี่ยได้สลายยื่นปีม้วนบางโจจัดกระถางเจ้ยมคืนเนี่ยโยที่มือเตอร์ชาจิวันนึงคืนไปได้คืนเองเกมเนี่ยนะมาสลายยิ่งมีปัญหาในจังเราจะไปการมาดาวเปลี่ยนเลยนี่มันดังท่าโอ้ยอันที่สลายเชิญในท่านเนาะแต่ก่อนเราท่ายื่นดังท่าถือโยนในโยนพอโยมาใช้แต่ข้อจังหวัดบางกระท่าตามนั่งไงนั่งอยู่ชมกันเดินนั่งกระต่ายเซ็งในยื่นแต่เฟื่องไม่ไอ้ปงไม้บางปอนก็สบายจัดเฟื่องไม่ไอ้ขู่ทรายยื่นสบายจัดเฟื่องไม่ไอ้มันแผลบยื่นสบายจัดกลมชลุกเนี่ยกลมไอ้เธอจำท่าบางไงนั่งอ่ะเธอเฟื่องคนไอ้สายบางไงเป็นพวกไงสายนั่งทำมีหนึ่งไอ้การอะไรจังขนมเป้บางไงนั่งเธอตัดเฟื่องคนไอ้เงี้ยย้อมสลายสบายเอาไว้เดี๋ยวเธอช่วยบ้านช่วยเอาปีละตะเพียบในสายจำยังกันเตียนอย่าบอกอุ้ยเอาคนบองเหมือนแต่เนี่ยตอนนี้ยังลือสเลนสอก็ไปบองมองอะไรนะสอก็เอาคนบองเหมือนแต่ไงนี่เนี่ยตอนนี้ตัวบ้านอารามทำไมปีบองแพนเค้กให้นี่คือจะไอ้กระซ่ามวยได้ยมหนึ่งมีโมตนาเพียบบองชวนไอ้กระซ่าเส้นเตี้ยตั้งปีบองเนียนมาละโฮดอกบองให้เนี่ยใหญ่ยิ่งปะตอเตี้ยจะไอ้กระซ่ามวยได้ยมมีโมตนาเพียบเหมือนแต่ได้ตกอันนี้เนี่ยไม่จนคอยบ้านตัวเชียมีวัตถุเมียนยมไม่ได้กับมีวัตถุเมียนยมต่อที่กระดาษแต่ยังสบายจัดได้บ่ยังมีโมดาเพียบแมนแต่จนพอการวิธีนึงรุนต้องบอกให้เป็นสปอนเซอร์ชราญบางจังเคยสปอนเซอร์ตั้งให้เชิญเลยตั้งสาธุบ่คนบองบาทบองยมจังดังท่าบ่เส้นจีบองไอ้ดอกเหืองมวยเช่นปีจีบได้บองดอกไอ้เกเช่นปีจีบบ่ดอกเหืองมวยมองเม้นบ่
theo pi bầm nọ lắm bọn anh nâng nhung cái Anh trong đó nâng tránh đây đọ- tạch bong tình nhau thử ấy Theo các pi bọn bầm nọ lắm. theo pi bầm nọ thử mua để bọn ai đọ bằng đọ cái chân pi chuột Đọ phiếp chal. nhung thú ដកភាពខ្ជិលចេញពីជីវិតអត់មានភាពខ្ជិលនឹងបងនឹងធ្វើអ្វីបានគ្រប់យ៉ាងគ្រាន់តែបត់កម្រាស់ពូក៏បងខ្ជិលដែរអញ្ចឹងអត់ការទៅពេលខ្លះភាពខ្ជិលនឹងជំនះធ្វើឲ្យបងខាត់បងការងារវីដេអូឲ្យ client ច្រើនណាថ្ងៃនោះបងត្រូវធ្វើវីដេអូឲ្យ client បាន3បងទៅជាអារម្មណ៍បងមកផ្លែតខ្ជិលនឹងនេះអានេះអត់ព្រមធ្វើណែមើលសុខចិត្តខាត់ពេលនឹងចោលអញ្ចឹងបងសុំចង់ដកភាពខ្ជិលនឹងចាញ់អញ្ចឹងបងអ្នកទាំងអស់គ្នាបើសិនជាលុបបំបត្តិអាភាពខ្ជិលនឹងចោលមួយនឹងរីកចម្រើនទៅមុខច្រើនបង tăng chất đai bọn Nhưng nhưng bọn mà mày tăng nói chất tập đây. sơn đai nó bọn អត់បានទេដោយសារអីគេបងជាវីដេអូ client ដល់6នេះ ok bọn sầm nụ mới tiết bọn sẽ tôn cho mùi nừng ca phò lò vào cả nhà dương khơi ha vậy tức lương tim mua mỏng đại miền bộ vào cả nhà đại ai tha anh ấy mình chúng tôi bọn đại diện việt nam đại hiên châu phò lò á đại việt pháp bọn miệt thôn mẹ châu đại kia mưa má hiên châu phò lò á trong đơn tha បើនិយាយឲ្យចំហ្មងគេថារូបរាងនេះមិនមែនសមវកកញ្ញាព្រោះអ្នកដែលហៅថាបវកកញ្ញាគឺ slim ទូស្អាតហ្នឹងហើយ trong đơn tha ta ấy kia đạiជំរុញទឹកចិត្តបងឲ្យចូលប្រឡងក្នុងការប្រឡងរបស់កញ្ញាហ្នឹងបង អ្វីដែលជំរុញទឹកចិត្តបងបងហ្នឹងគឺបើអ្នកខ្លះគេថាបងហ្នឹងចូលចង់យក view ចូលចង់យកល្បីចូលចង់យក like យក share អីចឹងណាតាំងក៏ប៉ិតទៅ like share ក៏បងមានល្បីក៏បងមានស្រាប់អីក៏បងមានតែប៉ិតបងយកពេលបងទៅចំណាយពេលមួយវកកញ្ញាទៅអីបងឈរថតតែមួយផ្លែតក៏បងបានលឹកនឹងអាការងារហ្នឹងដែរយល់អត់ទៅប្រឡងវកកញ្ញាយើងមានអារម្មណ៍ថាយើងត្រូវទៅចាយឈុតសម្លៀកបំពាក់របស់យើងត្រូវការក្រុមការងារទៅជាមួយយើងចាយពេលវេលាឲ្យហត់ទៅណាយើងធ្វើជាវកកញ្ញាអូនត្រូវចាំថាយើងតារាក៏ដោយប៉ុន្តែពេលដែលយើងចូលទៅប្រកួតគឺយើងត្រូវតាចាប់ទុកយើងគឺជាបេក្ខភាព ចង់អូនជំនាន់ក្រោយប៉ុណ្ណាក៏ដោយគឺយើងត្រូវតែសម្របទៅតាមគាត់ដល់មកគេសេមួយអត់ចូលចង់មិនកូនចេញអាហ្នឹងការងារគេត្រូវការល្អអញ្ចឹងបងគាត់ថាពេលខ្លះបងគាត់ថាអូនមិនគេ slot អញចឹងហើយអញមកអញឈរទៅតែអត់អញ្ចឹងទេយើងត្រូវរត់ចូលព្រូដល់ពេលបងគិតមកឲ្យជីវិតនោះអូយគាត់មិននិយាយអញ្ចឹងតាមក៏ប៉ុន្តែការងារបើចាប់ការងារគាត់លេងមកយើងធម្មតាគាត់ក៏របងហ្មងបងមកញ៉ាំបាយនៅបងអីនៅតែដល់បងធ្វើការគាត់ច្បាស់លាស់ជាបងជាបេក្ខភាពហ្មងអញ្ចឹងបងចូលប្រឡងនេះគឺបងសម្រេចបំណងប្រាថ្នារបស់បងដែលបងកើតមកគឺភេទទី3មួយចំនួនគឺដែលគាត់កើតមកចង់ខ្លាចជាបវរកញ្ញានឹងឯងអញ្ចឹងបងចង់សម្រេចបំណងប្រាថ្នារបស់បងទី1ទី2បងចង់ឈរនៅលើឆាកមួយដែលម៉ាក់ប៉ាមិត្តភក្តិបងប្អូនរបស់បងឃើញថាបងនេះបានដើរនៅលើឆាកមួយហ្នឹងអញ្ចឹងបងសម្រេចថាទោះបងមិនបានលទ្ធផលល្អឬក៏បងបានធំ top ណាមួយ top 10 ឬក៏បានធំថាមិនបានចូល top ដល់ក៏បងបានបង្ហាញសមត្ថភាពរបស់បងគាត់ថាតាំងពីវគ្គចូលកងប្រកួតរហូតមកដល់ពេលនេះគឺអញនិយាយបានថាសូម្បីតែការសម្លៀកបំពាក់ការធ្វើខ្លួនការតាំងចិត្តការអីក៏ដោយបងចាញ់គេរងតែមានមួយឯងប៉ុន្តែបើថារឿងសម្លៀកបំពាក់អីមួយបងអញមានភាព confident ទាំងអស់ហ្មងបងនិយាយមែន với sao mà lấy ria sai beauty បង ria sai beauty ហើយណាមួយទៀតបងអញនិយាយបានថាចង់ពេញក្តីសម័យខ្លួនឯងដែលចង់កើតជាបបកញ្ញានឹងពីអ្នកពួកម៉ាក់ស៊ីងមួយទៀតហើយក៏ និយាយប្រាប់ស៊ីងទៅគេក៏លួចដាក់ពាក្យមុនយើងទៀតណាយើងគាត់ថាអូយើងស៊ីងលឿនដាក់ដែរសិនបាន2នាក់ហើយបើសិនយើងចូលទៅថាអូចង់ឈ្នះមកកត់ចង់អីមានន័យថាទុកឲ្យមួយចូលទៅឈ្នះមកកត់សិនទៅប្រកួតប្រជែងទៀតអីចូលទៅនឹងចូលចង់បានប័ណ្ណពិសោធន៍ចូលចង់បានថាអូបានឈរលើឆាកហ្នឹងហើយក៏ចង់សម្រេចក្នុងថាខ្លួនឯងពីទូចប៉ុន្តែពេលដែលចូលទៅនឹងពិតជាថាអូបវរកញ្ញាពិបាកណាស់អញ្ចឹងមែនត្រូវងើបឲ្យតាន់គេពេលដែលបងចោះប្រឡងវគ្គប្រកួតបាក់ថំនៅសៀមរាបណា បងអត់បានគេងទេវកកញ្ញាទាំងអស់គឺយើងអត់បានគេងទេអូនយើងត្រូវការងើប make up ម៉ោង5យើងត្រូវការផ្លាស់ប្ដូរសម្លៀកបំពាក់ក្នុងតែមួយថ្ងៃហ្នឹងយើងមាន 10 ឈុតរបៀបដែលយើងត្រូវកម្មវិធីផ្សេងដែលយើងត្រូវចោះបងត្រូវឈប់បញ្ជើងកាយហើយចំអីពេលហ្នឹងគឺបងអូតែហ្នឹងបងគេមានបងដើរទៅបុកជាមួយនឹង ឈុំខែហ្នឹងលបោតកញ្ចក់ជើងកូនបងឡើងចិនឈាមទាំងសងខាងហើយបងត្រូវ perform ថ្ងៃហ្នឹងបងត្រូវដើរឈុតប៊ីកានីថ្ងៃហ្នឹងទៀតបងត្រូវដល់ត្រូវធ្វើមិនមានតែបិទបង់បិទតបើហើយប៉ាំងខ្ចៅ3 2 1ត្រូវទៅដើររុយទៅហ្មងវាមានឧបសគ្គជាច្រើននៅក្នុងហ្នឹងយើងត្រូវការឈរហាក្តៅយើងត្រូវការតែមិនឈរតែយើងវាគ្រប់គ្នាគ្រប់បវរកញ្ញាទាំងអស់អញ្ចឹងបានគិតថាអូអ្នកខ្លះគាត់ថាឈ្មោះថាបវរកញ្ញាអូយស្រួលណាចូលទៅប្រកួតគាត់តែប៉ុណ្្នឹងសោះមួយធ្វើលេងទឹកមុខហត់ម៉េះអីម៉េះពិបាកម៉េះតោះតែសាកបានដឹងថាវាហត់មែនអត់ការប្រកួតមិនមែនចូលទៅដល់យកមកគាត់មកផ្ទះទេគឺប្រកួតគ្រប់វគ្គដូចគេដូចឯងយើងតារាមែនអត់ទោះគេមិនតារាក៏ដោយចូលទៅគឺយើងគឺជាបេក្ខភាពអញ្ចឹងបងដាក់ខ្លួនឯងថាបងអត់ឲ្យពួកគាត់ខ្លាចបងទេបងឲ្យពួកគាត់មានអារម្មណ៍ថាបងជាតារាហើយបងក៏អត់ធ្វើខ្លួនឲ្យទៅលក្ខណៈថាគេណាត់បងម៉ោង8បងទៅម៉ោង9បងតារាបងបងព្យាបងត្រូវទៅថតរូប photo shoot ជុំគ្នាមួយគេបងទៅមុនគេបងទៅធ្វើអីមុនគេបងទៅបន្ទប់បេក្ខភាពមួយគេបងសម្របខ្លួនបងជាបេក្ខភាពអញ្ចឹងមួអត្តន័យមកបងដាក់ពាក្យប្រកួតនេះគឺបងចង់សម្រេចបំណងប្រាថ្នាខ្លួនបងតែបងអត់គិតថាអ្នកណាថាមិនថាទៅធាត់ម៉េះធំម៉េះអីម៉េះអត់សមចេះគឺបងអត់ខ្វល់ទេនេះបងតែនិយាយតាំងពីដើមអញ្ចឹងអូខេទទួលស្គាល់ថាបងធាត់បងអ្នកខ្លះមើលមកថាបងអត់ស្អាតបងគាត់ថាអ្នកមើលមកបងអត់ស្អាតមួយចំនួនតូចប៉ុន្តែបងគាត់ថានៅមួយចំនួនធំ fan របស់បងមួយចំនួនទៀតគឺបងច្បាស់ជាស្អាតក្នុងចិត្តពួកគាត់ យេបង
ខ្ញុំធ្លាប់ការពីនៅធ្វើការធ្លាប់ធ្វើជាគណៈកម្មការក្នុងការប្រឡងរបស់កញ្ញាខ្លះៗដែរបងខ្ញុំមើលទៅបងណាគឺខ្ញុំឃើញបងមានអា confidence ហ្នឹងហ្មងរបៀប bold ហ្មងអាហ្នឹងបើនិយាយស្រួលយល់ថាម្នាក់នឹងឆ្លងធម្មតាក៏យើងឃើញ confidence ក្នុងខ្លួនគាត់ដែរមិនគាត់តន់តែញឹមតន់អីទេបងអញនិយាយមិនថាបងមានឧទាហរណ៍ថាអ្នក make up អ្នកធ្វើសក់របស់បងអញ្ចឹងគាត់ដឹងថាហោឈុតនេះយើងត្រូវតែធ្វើមិនឲ្យបងមានភាព confident ឧទាហរណ៍ថាបើសិនជាបងពាក់ bikini បងតម្លាក់សក់បងដើរអត់ការទេអញ្ចឹងគាត់ត្រូវចាប់បងចងសក់ឬក៏ត្រូវធ្វើមិនឲ្យបងចេញទៅពួកគាត់អញនិយាយបានថាបងសំណាងហ្មងបងមានអារម្មណ៍ថាអ្នកដែលកលេសគាត់មើលទឹកមុខបងដឹងថាបងចង់បានអីអញ្ចឹងគាត់ដឹងថាបងធ្វើមិនស្រួលបងធ្វើមិនបងអង្គុយមិនឲ្យស្រួលគាត់រៀបមកបងមក step មកគឺបងស្រួលហ្មងគឺធ្វើឲ្យយើងមាន confidence ខ្លួនឯងថាអូខ្ញុំធ្វើអញ្ចឹងខ្ញុំដើរកើតធ្វើអញ្ចឹងខ្ញុំធ្វើកើតចឹងស្វែងចិត្តជំនួសបងដែលបងមានល្អជំនាញខ្លួនច្រើននិយាយទៅគាត់តែឃើញស្នាមញញឹមបងអ្នកទាំងអស់គ្នាខ្ញុំឡើងបេះដូងខ្ញុំរីកស្គូស្គីតែបេះដូងបងកំពុងតែស្រពោនមិនស្រពោនទេបងមិនស្រពោនទេសង្សារសំបែកមែនអូ sorry បងហើយមកអង្គុយសុភាឡាញញឹមយូរគេប្រាប់ថាគេធ្វើឲ្យមនុស្សមកកើតទុកមួយគេត្រូវតែឲ្យអ្នកទាំងអស់គ្នាមានស្នាមញញឹមមកបងក៏ deserve បងច្រើនជាងអូខេបងអញ្ចឹងខ្ញុំចង់ឲ្យបងជួយលើកទឹកចិត្តទៅកាន់បងប្អូនចំបងចាបងប្អូនដែលគាត់ភេទទី3ឬគាត់ចង់កែភេទដែលគាត់កើតមកគាត់មានអារម្មណ៍ថាគាត់ចង់ធ្វើស្រីបងមានពាក្យអីចង់លើកទឹកចិត្តទៅគាត់ព្រោះខ្ញុំជឿថាតាមខែតាមអីគាត់មានច្រើនខ្ញុំឃើញក្នុង Facebook ក៏បងគាត់អ្នកខ្លះកើតមកអញ្ចឹងគេ bully គាត់ហើយពេលខ្លះខ្ញុំគាត់តែឃើញថាគាត់គាត់តែធ្វើជាខ្លួនឯងសោះគាត់គាត់នៅខេត្តគាត់ធ្វើមិនសម្បល់គាត់អញ្ចឹងគាត់នៅខែគាត់ធ្វើស្រែទៅអីធ្វើមិនគាត់ក៏ចង់ស្អាតដែរចាំបងមានពាក្យអីចង់ផ្ញើទៅកាន់ពួកគាត់តាមក៏ប៉ិតទៅដោយសារអូនអត់ដឹងអូនឥឡូវឆៅណាហើយម៉ាក់ប៉ាគាត់ក៏ឆៅដែរម៉ាក់ប៉ាគាត់ឥឡូវហើយអូនឥឡូវគឺគាត់អត់ឃ្លៀខាំងកូនហ្មងគាត់តែដឹងថាកូនគាត់ភេទទី3មែនគាត់ដាក់លុយកូនគាត់កែបឿកហ្មងគឺខ្ញុំនិយាយតែសារថាភេទទី3ឥឡូវមិនភេទទី3មិនទាន់បាននិយាយថាមួយខែពីរខែ3ខែគេអាចសម្រេចគេមានដើមទ្រូងគេកែភេទគេឲ្យអស់លីងហ្មងដោយសារឥឡូវយើងមានតាំងពីរបៀបថាផលិតផលអរម៉ូនដែលធ្វើយើងទៅជាមនុស្សស្រីវាមានទាំងរបៀបថាបើយើងចង់ខែមនុស្សប្រុសទៅជាមនុស្សស្រីក៏បានមនុស្សស្រីទៅជាមនុស្សប្រុសក៏បានវាស្រួលមែនតែនហ្មងចង់ឆាត់អត់ម៉ូននឹងមួយអីអម៉ូនមិនបងញ៉ាំសែណាញ៉ាំជូនបងនាងបាទញ៉ាំជូននាងទាំងអស់គ្នានិយាយដល់បងញ៉ាំសែណាមែនវាអាចនិយាយបានថាមិនមែនញ៉ាំទៅជួយអីគាត់ថាវាអាចជួយឲ្យមើលមកអញឃើញបងថាវាចេញមកស្បែកបងថ្លាវាដូចជាមនុស្សស្រីទៅបងធាត់មែនតែវាមើលមកវាទន់ស្អាតអីចឹងណាដល់ពេលអញ្ចឹងទៅយើងមើលរបៀបថាពួកគាត់បងចង់ផ្ដាំផ្ញើទៅកាន់ពួកគាត់ថាអញ្ចឹងបើសិនជាចិត្តរបស់យើងហ្មងបើយើងកើតមកយើងស្រឡាញ់ធ្វើជាមនុស្សស្រីហ្មងឬក៏ថាមនុស្សស្រីក៏ចង់ខ្លាចជាមនុស្សប្រុសហ្មងបើចង់សម្រេចមកថាខ្លួនឯងដែលខ្លួនឯងស្រឡាញ់ចង់កែភេទឬក៏កែអីអានឹងធ្វើចោះតែបើតាមគ្នាតាមពួកម៉ាក់ម្ឆាយអីមិនបាច់ទេវាអត់ស្រួលទេយកជីវិតទៅដោះដូរ50បើសិនជាយើងដួងរបស់យើងវាល្អយើងវាកែទៅបានល្អយើងត្រឡប់មកវិញយើងទទួលផលល្អតែបើសិនជាដួងរបស់យើងចូលទៅវាអត់កើតទេឬក៏មិនអីមិនទេយើងចេញវិញយើងទទួលបានភាពបរាជ័យដែលអត់ល្អនឹងបានមកលើយើងវិញទេចាំមិនថា50បើសិនជាឲ្យបងរីកមិនថាអូនតកែភេទទៅអីចេះបងអត់រីកមិនឲ្យតកែភេទទេកុំកែអូខេបើសិនជាអូនឯងស្រឡាញ់ខ្លាំងអូនឯងអត់បានទេអូនឯងត្រូវតែធ្វើជាមនុស្សស្រីកែចោះសម្រាប់បំណងប្រាថ្នាខ្លួនឯងមានលុយឯងយើងអត់អាចហាមឃាត់បានទេតែបើសួរថាអូនអើយអូនឯងតែងស្រីទៅធ្វើជាភេទទី3ទៅកែភេទទៅបងជួបអូនឯងទៅបងអត់ support ទេព្រោះអីរាល់ថ្ងៃពេលខ្លះក៏បងមានអារម្មណ៍ថាកែភេទទៅអីធុញទេមានអារម្មណ៍ថាអូយបាក់ចិត្តណាឆាប់តូចចិត្តម៉េះឆាប់អន់ចិត្តម៉េះឆាប់សែតម៉េះអាហ្នឹងឆាប់ប៉ះបោកផ្លូវអារម្មណ៍ដែរបងឃើញច្រើនអ្នកអីគឺវាមានរឿងអញ្ចឹងហ្មងដល់ទៅពេលអញ្ចឹងទៅតាមកប៉ិតទៅដល់ពេលគិតសັບទៅតាមកប៉ិតវាមិនមែនមកពីយើងកែភេទទេវាមកពីអារម្មណ៍ខ្លួនឯងទាំងអស់វាគឺជាសតិអារម្មណ៍របស់យើងខ្លួនឯងវាមិនមែនមកពីកែភេទធ្វើយើងទៅជាមនុស្សបែបហ្នឹងទេអ្វីគ្រប់យ៉ាងគឺវាស្ថិតទៅលើយើងខ្លួនឯងអញ្ចឹងមិនថាបើសិនជាពួកម៉ាក់ណែនាំឬក៏ពួកម៉ាក់ញុះញង់មិនបាច់ទេធ្វើជាខ្លួនយើងហ្នឹងហើយបងប៉ុណ្ណាប៉ុណ្្នឹងហើយប៉ុន្តែបើយើងស្រឡាញ់មកហើយចង់ខ្លាចជាមនុស្សស្រីហើយខ្ញុំចង់មាននេះហើយធ្វើចោះបង support បាទហើយបងខ្ញុំផ្ដាំទៅអ្នកគ្នាមួយម៉ាត់ទៀតការសម្រេចចិត្តហ្នឹងគឺអ្នកគ្នាជាអ្នកទូខុសត្រូវពេញមកជីវិតហ្មងចង់សម្រេចចិត្តដើម្បីខ្លួនឯងសម្រេចចិត្តខ្លួនឯងមានតែគេមកសួរខ្លួនឯងបានដូចរឿងពិបាកខ្លួនឯងអញ្ចឹងគេអាចជួយឲ្យយោបល់យើងបានតែតោះតែយើងខ្លួនឯងអាចដោះខ្លួនឯងបានដែរបើយើងខ្លួនឯងដោះខ្លួនឯងកើតក៏អត់កើតដែរនិយាយរួមទៅរាល់ថ្ងៃហ្នឹងគឺមានតែខ្លួនឯងដែលជួយខ្លួនឯងអញ្ចឹងមិនថាបើសិនជាគេអ្នកផ្សេងគេឲ្យជួយយោបល់បាទបងបាទចាបងអរគុណច្រើនបងអរគុណបងសម្រាប់ការចូលរួមថ្ងៃនេះប៉ុន្តែអត់ទាន់ចង់ចាប់ឲ្យបងសុំមានរបស់មួយបងលេងមួយបងខ្ញុំមានរូបមួយចង់ឲ្យបងមើលរូបហ្នឹងហើយបងនិយាយពីចំណាប់អារម្មណ៍ក៏ដូចជាការគិតរបស់បងទៅលើរូបភាពមួយហ្នឹងណាបងអូខេបងអញ្ចឹងនេះជារូបភាពដែលខ្ញុំចង់ឲ្យបងអញ្ចឹងកាន់បានបងមើលហើយបងនិយាយពីអារម្មណ៍បងថាបងយល់ឃើញមិនចំពោះរូបហ្នឹងចង់និយាយថាសម្រាប់រូបនេះគឺរបៀបលក្ខណៈថាគាត់កំពុងតែនៅកន្លែងមួយដែលងងឹតណានៅកន្លែងមួយដែលងងឹតរបៀបថាគាត់ដឹងថាត្រូវធ្វើមិនទេអញ្ចឹងគាត់កំពុងតែនេះរូបរបៀបដែលគាត់កំពុងលាបថ្នាំដូចជាអំពូលភ្លើងពលឺហ្នឹងគាត់កំពុងតែត្រួសត្រាយជីវិតគាត់ឲ្យទៅរក
ភាពភ្លឺស្វាងមួយវាថាពលឺឧទាហរណ៍ថាដូចបងអញ្ចឹងណាបងកំពុងតែស្ថិតនៅក្នុងភាពងងឹតដែលបងថាអត់ត្រូវដឹងថាត្រូវធ្វើមិនកើតទេបើសិនជាបងដេកនៅមកកន្លែងលងឹតហ្នឹងនេះទោះមានអំពូលភ្លើងឲ្យយើងក៏ដោយបើសិនជាយើងអត់ខំប្រឹងឲ្យអំពូលភ្លើងនឹងភ្លឺក៏វាអត់ភ្លឺដែរត្រូវអត់យើងដេកចាំការវាភ្លើងការភ្លើងវាមកការមានភ្លើងមានព្រីសាក់ភ្លើងអីឲ្យវាភ្លឺទៅបើសិនជាយើងដេកចាំគឺអត់បានទេយើងត្រូវតែត្រួសត្រាយផ្លូវជីវិតនេះដោយខ្លួនឯងទៅយើងត្រូវរកមិនដើម្បីឲ្យជីវិតយើងចេញពីភពងងឹតមួយនឹងបើសិនជាបងដេកស្ងប់នៅក្នុងបន្ទប់នេះដូចជារូបបងចឹងដេកស្ងប់នៅក្នុងបន្ទប់នេះបើសិនជាបងដេកស្ងប់នៅក្នុងបន្ទប់មួយនឹងឈរនៅកន្លែងងងឹតមួយនឹងបត់ព្រមដើរចេញពីផ្ទាំងខ្មៅមួយនឹងទេគឺបត់មានអាចមកអង្គុយកន្លែងដែលភ្លឺមានវាំងននស្អាតជួបអូនស្អាតទេចេះអត់មានទេអញ្ចឹងរូបនេះប្រៀបដូចជាបងចឹងកំពុងតែរៀបចំភ្លើងជីវិតខ្លួនឯងណាយើងត្រូវតែរៀបចំត្រួសត្រាយថាយើងត្រូវរៀបចំមិនថ្ងៃមុខទៀតថាយើងត្រូវធ្វើមិន step ទី1 step ទី2 step ទី3ធ្វើមិនក៏ដោយឲ្យជីវិតរបស់យើងភ្លឺស្វាងនឹងមានថ្ងៃនេះដើរទៅក្នុងផ្លូវល្អបានទេចាយេអរគុណច្រើនអូយឡយហូបនេះចង់យកខុសអូខេបងអញ្ចឹងចុងក្រោយខ្ញុំក្នុងនាមជាអ្នកគ្រប់គ្រងបងម្នាក់តាំងពីដើមមកខ្ញុំចង់ផ្ញើពាក្យខ្លះក៏ដូចជាជូនពាក្យខ្លះទៅបងផ្ទាល់នៅចំពោះមុខបងបងសម្រាប់ខ្ញុំគឺបងគឺជាមនុស្សដែលស្រស់ស្អាតមែនតើហើយបងជួយប្រកែបងឆ្លាតហើយជាពិសេសខ្ញុំមានមោទនភាពដែលបងជា idol របស់ខ្ញុំហើយបងបានឆ្លងកាត់រឿងដ៏ធំមួយក្នុងជីវិតដែលខ្ញុំនិយាយតាមត្រង់ខ្ញុំមិនមែនអត់ជឿលើបងប៉ុន្តែខ្ញុំឃើញបងយំខ្ញុំឃើញអាការជឿចាប់របស់បងខ្ញុំអត់សឹងតែអត់ជឿថាបងគ្រប់ឈរមកបានលឿនដល់ថ្នាក់ហ្នឹងបងអញ្ចឹងខ្ញុំជឿថាបងនឹងមានជីវិតល្អជាងពីមុនដាច់ហ្មងទៅមុខទៀតបងហើយខ្ញុំនឹងអ្នកគ្រប់គ្រងខ្ញុំចាំមើលបងសប្បាយចិត្តជាពិសេសជូនពរឲ្យបងជួបមនុស្សដែលស្រឡាញ់បងពិតប្រាកដរស់នៅជាមួយបងរហូតមានក្តីសុខជាមួយគ្នាយល់ពីបងដូចគ្នាហើយជួបតែមនុស្សល្អបងការងារចូលច្រើនបងសូមផ្ដាំទៅមួយវិញបានទេបាទបងបានជួយបងផ្ដាំទៅមនុស្សដែលបោះបង់ខ្ញុំចោលណាមនុស្សដែលបោះបង់យើងចោលណាចង់និយាយបានថាអ្នកកំពុងតែបោះបង់មនុស្សដែលអ្នកអត់របៀបថាអ្នកកំពុងតែបោះបង់ចោលមនុស្សដែលមានសំណាងណាមនុស្សដែលស្រឡាញ់អ្នកយេបងអញ្ចឹងថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យអ្នកស្ដាយក្រោយព្រោះអ្នកធ្វើខ្ញុំខូចចិត្តឲ្យអ្នកបាត់បង់មនុស្សដែលកំពុងតែស្រឡាញ់អ្នកមែនតើដូចគេនិយាយថាអ្នកខ្ញុំគ្រាន់តែបាត់បង់មនុស្សខ្ញុំស្រឡាញ់តែអ្នកបាត់បង់មនុស្សដែលស្រឡាញ់អ្នកហើយខ្ញុំនឹងធ្វើជាមនុស្សម្នាក់ដែលសំណាងឲ្យគេបានខ្ញុំឲ្យគេមានអារម្មណ៍ថាអូយសំណាងមែនដែលខ្ញុំស្គាល់គាត់ដែលខ្ញុំបានស្រឡាញ់គ្នាមួយគាត់អីចឹងណាជូនពរបងឲ្យឆាប់ជួបស្នេហាពិតរបស់បង soulmate បង soulmate ចាអរគុណបងច្រើនមែនតើសម្រាប់ការចូលរួមថ្ងៃនេះបងពួកយើងពិតជាមានកិត្តិយសខ្លាំងមែនតើបងអរគុណហើយដូចជាអេពីសូតមុនដែរយើងចង់ប្រាប់អ្នកនរគ្នាថាការចែករំលែករបស់បង Pancake គឺជាបទពិសោធន៍ផ្ទាល់ខ្លួនការយកឃើញផ្ទាល់ខ្លួនជារឿងរ៉ាវជីវិតដែលគាត់ឆ្លងកាត់មកផ្ទាល់ខ្លួនអញ្ចឹងមិនចាំបាច់ថាត្រូវជាមួយនឹងជីវិតរបស់យើង perfect ជាមួយនឹងជីវិតរបស់យើងឬក៏ដោយការគិតរបស់យើងឯងអាចខុសគ្នាបានអត់អីទេអ្នកគ្នាមើលទៅបើសិនជាល្អក៏យកទុកក្នុងខ្លួនយកជាមេរៀនយកជាចំណេះដឹងយកជាការអប់រំយកជាព័ត៌មានក៏បានដែរប៉ុន្តែបើសិនជារឿងនឹងអ្នកគ្នាគិតថាដូចជាមិនអញ្ចឹងទេមិនដូចអីដែលខ្ញុំគិតទេដូចជាមិនត្រូវអញ្ចឹងបោះចោលទៅពួកខ្ញុំការពារភ្ញៀវកិត្តិយសទាំងអស់ដែលពួកយើង invite មកចូលរួមកម្មវិធីរបស់យើងការជេររបស់អ្នកទាំងអស់គ្នាគឺជាការប្រមាថដល់អំពើល្អទឹកចិត្តដ៏ល្អរបស់ពួកគាត់មកនេះគឺដើម្បីចែករំលែកមានគោលបំណងច្បាស់លាស់ថាចែករំលែកនៅរឿងល្អៗទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងបើយើងគិតថាឡើយណាអត់ត្រូវដើរមុខបន្តទៀតហើយបោះអានឹងចោលទៅមិនបាច់ជេរពួកគាត់ទេពួកគាត់មានបំណងល្អទៅលើអ្នកទាំងអស់គ្នាទេម្ដងទៀតអរគុណសម្រាប់ការទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់ជួបគ្នាសប្តាហ៍ក្រោយ